វត្តមានរបស់កីឡាករគូឯកបានឡើងមកដល់លើសង្វៀនហើយដូចណាលីជេលុចបានជម្រាបជូនពីប្រវត្តិរូបថែបរបស់កីឡាករទាំងពីរបាទបទពិសោធន៍នោះគឺកីឡាករថៃបាទគុណទាំងពីរមិនទាន់ស្មើជាមួយនឹងកីឡាករគឺគុណទាំងពីរបាទស្ទើរតែគុណទាំងពីរបាទសម្រាប់កីឡាករថៃរូបនេះក៏ប៉ុន្តែបាទមិនទាន់ដឹងថាតើអ្នកណាខ្លាំងជាងអ្នកណាឡើយទេលុះត្រាការប្រកួត5ទឹកចាប់ផ្ដើមបាទយ៉ាងណាមិញនេះគឺជាការប្រកួតគូឯកនៅក្នុងថ្ងៃនេះហើយសង្ឃឹមថាបងប្អូននឹងទទួលការចាប់អារម្មណ៍នៅក្នុងគូនេះបាទហើយនៅពេលនេះគឺវត្តមានរបស់បងប្អូនទស្សនិកជននៅសង្វៀនរោងសៀកនេះគឺគ្មានកន្លែងអង្គុយទេបាទណែនតាមទាំងអស់គឺចូលរួមគាំទ្រកីឡាករប្រដាល់កម្ពុជានៅក្នុងការប្រកួតថ្ងៃនេះជាក់ស្ដែងគឺយើងបានឈ្នះចំនួន2គូរួចមកហើយបាទការប្រកួតនៅសល់2គូទាំងគូនេះទៀតបាទគូចុងក្រោយគឺយើងមានវត្តមានកីឡាករអែមបុត្ថាកុំភ្លេចថាសប្តាហ៍ក្រោយគឺយើងក៏មានការប្រកួត4គូបន្ថែមទៀតផងដែរជាពិសេសនោះគឺលោកនាងនឹងបានទស្សនាការប្រកួតកីឡាករប្រដាល់ក្នុងអារម្មណ៍របស់លោកអ្នកដល់ទៅ2រូបហើយនោះគឺកីឡាករឡៅស៊ីណាតហើយនិងកីឡាករកៅរំចំដែលនឹងជួបជាមួយនឹងកីឡាករថៃដូចគ្នាសម្រាប់គូដំបូងកីឡាកររឹតកៅនៅប្រកួតភេទទម្ងន់51គីឡូក្រាមជួបជាមួយនឹងកីឡាករប៉ាឡុបប៉ប៊ូរ៉ាផាមកពីប្រទេសជាណាចក្រថៃធ្លាប់ប្រកួត51ដងហើយនោះហើយគូទី2នោះគឺព្រំសំណាងប្រកួតគីឡូធ្ងន់ណាជួបជាមួយនឹងកីឡាករថៃ72គីឡូគឺកីឡាករខួនយ៉ៃប៉ប៊ូរ៉ាផាហើយជាពិសេសកីឡាករឡៅស៊ីណាតនឹងជួបជាមួយនឹងកីឡាករខុនផាន់សផាណាយ៉ុងបាទដែលមានទម្ងន់69គីឡូក្រាមកីឡាករកៅរំចង់នឹងជួបជាមួយនឹងកីឡាករស៊ូផាឆាឡិកប្រាន់វ័យ26ឆ្នាំធ្លាប់ប្រកួត118ដងអ្នកក៏ភ្លេចអស់ពីសប្តាហ៍នេះហើយមិនមែនថាអស់បីទេបាទសប្តាហ៍ក្រោយសាហាវជាងសប្តាហ៍នេះទៀតបាទជួបគូល្អជាងសប្តាហ៍នេះទៅទៀតក៏ប៉ុន្តែយើងរងចាំទស្សនាការប្រកួតគូឯកនៅពេលនេះបាទកីឡាករវងណយមុននឹងមកដល់ការប្រកួតនេះគឺឈ្នះកែវចង់3ប្រកួតទៅមកហើយចាំមើលជួបជាមួយកីឡាករថៃរូបនេះតើវងណយមានលទ្ធផលយ៉ាងណាគឺសិនសាក់ឆៃអូទុនមឿងញ៉ាកដាលោកភីនរិទ្ធកម្ពស់ប៉ុនគ្នាល្អណាស់ 1m72 កីឡាករថៃ 1m72 កីឡាករកម្ពុជាវងណយ 1m70 ដល់ការនេះក៏ថ្លែងអរគុណដែរដល់អភិបាលក្រុងប៉ៃលិនគឺអាដាមអ៊ីឈៀនឧបត្ថម្ភវងណយ$300សហរដ្ឋអាមេរិកបាទថ្លែងអរគុណដល់ហាងស៊ុបសេឡាទល់មុខនឹងស្ថានីយ៍ទូបាយ័នស្ទឹងមានជ័យឧបត្ថម្ភ$100ដល់វងណយបាទតារាសម្ដែងតុកដែនឧបត្ថម្ភ$50ទៀតដល់វងណយជាតិទី3ទឹកទី1 AC Fighting ឆ្នាំ2015មកគល់រហូតវងណយមកធ្វើជាកីឡាករសិនសាក់ឆៃវែងម្ដាយសាក់ឆៃចិនសាក់ឆៃតោះឆ្វេងចិនសាក់ឆៃបាទសម្រាប់សង្វៀនរបស់យើងថ្ងៃនេះអត់កន្លែងអង្គុយទេទោះបីគេយន្តបើមានម្ដងចង់មកទស្សនាក៏បបាក់ចូលហើយមកហើយដល់ខាត់ដំណើរមកមើលតាមពីទូ
ទៅមកទឹកបានបួផងវងណយបាទលោកស្រីនាងកញ្ញាស្វាគមន៍កីឡាករខ្លួនល្អចិត្តខ្លាំងមកកកំហុសព្រះរាជាណាចក្រកម្ពុជាវងណយរូបភាពយឺតមកកែងឆ្វេងបាទឆ្វេងស្ដាំមិញនេះរបស់វងណយផ្ដួលដាច់តែម្ដងបើមិនទាន់ទេលោកវុឌ្ឍបាទបបកកែងមួយផ្ដាល់យកតែម្ដងអបអសាទរកីឡាករព្រះរាជាណាចក្រកម្ពុជាបង្គោលក្រហមខ្លួនល្អិតចិត្តខ្លាំងវងណយរីឯប្រវត្តិសង្ខេបរបស់កីឡាករបង្គោលខៀវស្ថិតในការប្រកួតទម្ងន់69គីឡូក្រាមកម្ពស់ 1.72 m នៅភូមិត្រពាំងពោឃុំភ្នំតូចស្រុកឧដុង្គខេត្តកំពង់ស្ពឺឆ្លងកាត់សង្វៀនប្រកួតចំនួន110ដង97ដងឈ្នះ12ដងចាញ់ស្មើម្ដងផ្ដួលគូប្រកួតសន្លប់45ដងនៅលើសង្វៀនប្រកួតចុងក្រោយជាមួយនឹងកីឡាករជនជាតិថៃលទ្ធផលអស្ចារ្យដូចគ្នាចាញ់ដោយអសមត្ថភាពនៅក្នុងទឹកទី3រីឯគ្រូបង្វឹករបស់បង្គោលខៀវគឺលោកហងសឿនមកពីកងពលឆាត់យង911សំលោកលោកស្រីអ្នកនាងកញ្ញាបងប្អូនទាំងអស់ផ្ទះដាបអសាទរជូនកីឡាករបង្គោលខៀវព្រះរាជាណាចក្រកម្ពុជាឡៃស៊ីណាมันนี่คือเปลี่ยนประจำขายหรือเปล่ากู้บูตานี่จะขายที่ใบหอยได้ตัวการประกวดดาวเปลี่ยนแต่ดาวกู้ไอ้ระบบยืมประจำขายในมวยเตรียมกู้ที่บนได้จบกู้ดันดำเปลี่ยนอนุสาวรีย์ระบบจำนวนตัวตาตึกที่มวยสมองบอลตัวสนาการประกวดระบบยืมตึกที่มวยกู้ไอ้ระเบียงกลากรบางโคกระหอมวงน้อยบางโคเคียวกลากรลาวสินาขนมประเภทตุ่มเงินบองพลตุ่มเงิน69กิโลกรัมกลากรดังปีประกวดจังกระจังเลยคืนนี้พิเศษคือกลากรบางโคกระหอมวงน้อยบอลเยือนจังไทยตลอดพนังตึกที่ปีไอ้ลาวสินาบางโคเคียวประกวดจังกระจังไทยเลยคืนนี้จังได้อาสมาธิเพียงพนังตึกที่ไปสมาคมบางนายดาวมาเจ้าประทำทองระบายยืนคือกู้บูตากู้บูตาที่จำเริญตีมวยในขนมจัดการเสกก็ประดจูนในมาเจ้ามันโดยสภากรรมจ้างเชียงเกณฑ์ในบ่องอ้อในขนมประเทศกัมพูชีออกเชิงกราวในวันลายสินานสตามโจนบอลบางนายเต้นตามไก่มวยช่วยบอลบางนายไก่สตามมวยเรียบจับพอดโอ้ยไก่ช่วยไก่สตามบอลบางนายมวยลายสินานไปเชี่ยมตรำปีตรำไวตรำบุญดาวตุสนาโรเพียบยืนยืมดองตีดกลายเนี่ยไก่ช่วยโจมนสตัมมากราวพอดเดมาพอดปันไดอาช่วยตรมนเมื่อบองพองบองมาใจกินเตยสมรูปเพียบมาดองเทียนมือบองโก้กระหอมวงหน่อยชนะบองโก้คือได้บองโก้เพื่อสลับในของตึกตีมวยตุสนาโรเพียบมาดองเทียนบองพลไก่ช่วยมนน่ะดูบาร์ได้มา
អញ្ចឹងមិនដឹងហេតុផលថាឡើយសណាតបាយត្រង់ណាកែងឆ្វេងទៅមុនណាកែងឆ្វេងឈាមហូអូយវងណយតែកែងខ្លាំងបាទពេលវេលាការប្រកួតទៅចប់ទៅហើយគឺគេជំនះបានទៅលើវងណយក្នុងការនេះខ្ញុំបាទសូមអនុញ្ញាតក្រុមជ័យសាជាថ្មីក្រុមជើញឧត្តមស្នេហ៍ឯកតែមឿនប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាក្រុមជ័យអាដាមនិងគណៈប្រតិភូទាំងអស់បាទក្រុមជើញឡើងមកលើសង្វៀនរបស់យើងដើម្បីជូនពាននិងថវិកាជូនដល់កីឡាករអញ្ញាក្រុមជើញសាជាថ្មីបាទអាដាមស្នេហ៍ឯកតែមឿនបាទប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាហើយនិងគណៈប្រតិភូទាំងបាទសូមក្រុមជើញឡើងមកលើសង្វៀនរបស់យើងដើម្បីបំពាក់បាទថវិកាហើយនឹងពានបាទសូមក្រុមអញ្ជើញតំណាងក្រុមហ៊ុនគូបតាបាទមីសើសម្បូរមីសើវីរៈភុងបាទនៅក្នុងឱកាសនេះផងដែរសូមជម្រាបផងដែរថាពីលោកសានសម្បត្តិអ្នកងារចែកចាយផលិតផលគូបូតាសានសម្បត្តិប្រចាំនៅខេត្តបាត់ដំបងបាទលោកឧបត្ថម្ភអ្នកឈ្នះ200000ហើយអ្នកចាញ់100000រៀលបាទបាទយើងឈានចូលដល់កម្មវិធីប្រកុលនៅក្នុងឱកាសនេះបាទសូមអញ្ជើញតំណាងបាទលោកវីរៈភុងបាទប្រកុលថវិកាជូនដល់អ្នកឈ្នះបាទលោកវីរៈភុងបាទអគ្គនាយកក្រុមហ៊ុនគូបតាបាទប្រកុលថវិកាបាទជូនដល់អ្នកឈ្នះគឺកីឡាករវងណយបាទជូនដល់អ្នកឈ្នះវងណយបាទឡៃស៊ីណាបាទទទួលថវិកាសិនបាទសម្រាប់ស៊ីណាចូលកោះនោះបាទលោកវីរៈភុងលោកប្រកុលថវិកាជូនបាទ2លាន8សែននិង1លាន2សែនពីលោកវីរៈភុងបាទអគ្គនាយកក្រុមហ៊ុនគូបូតាកម្ពុជាហើយបន្តនេះបាទសូមអញ្ញាក្រុមជើឧត្តមស្នេហ៍តែមឿនប្រធានសហព័ន្ធកីឡាប្រដាល់បាទជូនពានអនុស្សាវរីយ៍ទៅដល់កីឡាករខ្លួនល្អិតចិត្តខ្លាំងវងណយបាទនៅក្នុងឱកាសនេះបាទសូមសម្លេងអបអរសាទរឲ្យបានខ្លាំងកោរំបងគណៈធិបតីបងប្អូនភ្ញៀវជាតិអន្តរជាតិវត្តមានរបស់ប្រធានសហព័ន្ធកីឡាប្រដាល់រួមជាមួយគណៈធិបតីហើយនឹងអគ្គនាយកក្រុមហ៊ុន Kubota Corporation កម្ពុជាលោកបានផ្ដល់កិត្តិយសដ៏មានតម្លៃមកតាមដានទស្សនាហើយប្រកល់ពាននិងថវិកាជូនដល់កីឡាករជើងឯកសម្រាប់ខែទី3របស់យើងបានទៅលើពានវងណយនិងថវិកា2លាន8សែនបាទជូនទៅដល់អ្នកដែលបានជ័យជំនះនៅក្នុងថ្ងៃនេះសម្រាប់ពេលវេលានៃការប្រកួតរបស់គូសងទឹកគឺមានកីឡាករសានដាឌីបាទក្នុងទម្ងន់57គីឡូក្រាមជាមួយនឹងថងបាងគឺជាកីឡាករជើងខ្លាំងបាទម្ចាស់មេដាយមីស៊ីហ្គេមបាទហើយក៏ជារហស្សនាមជើងរន្ទះដងទន្លេមេគង្គរីឯសានដាឌីហើមទេសខ្មាំងក៏ជាកីឡាករមិនធម្មតាបាទអ្នកទាំងពីរធ្លាប់បានជួបគ្នានៅទឹកដីនៃខេត្តតាកែវបាទមានន័យថាការប្រកួតនៅទឹកដីនៃខេត្តតាកែវនោះកីឡាករថងបាងចាញ់ពិន្ទុសានដាឌីដោយសារមិនអស់ចិត្តថងបាងគេថាបានដាក់ពាក្យសារជាថ្មីជួបប្រកួតជាមួយនឹងសានដាឌីនៅក្នុងទឹកដីនៃខេត្តស្វាយរៀងដែលកំពុងតែធ្វើការផ្សាយផ្ទាល់នៅក្នុងឱកាសពេលនេះសូមជម្រាបថាព្រឹត្តិការណ៍នៃការផ្សាយផ្ទាល់ពីកម្មវិធីប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរលក្ខណៈបាតុភិបអន្តរជាតិនៅទឹកដីនៃខេត្តស្វាយរៀងនៅក្នុងឱកាសពេលនេះក្រោមការផ្ដួចផ្ដើមនិងឧបត្ថម្ភឡើងដោយអាយដាមនាយឧត្តមស្ដីសាសខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាទលោកបានផ្ដួចផ្ដើមឲ្យមានកម្មវិធីដ៏អធិកអធមនិងសប្បាយរីករាយនៅក្នុងឱកាសពេលនេះហើយវត្តមានដ៏ដងឧត្តមរបស់គណៈធិបតីគឺមានបាទអាយដាមឧបនាយករដ្ឋមន្ត្រីបាទបណ្ឌិតពេជ្រាសុកអានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកពីស្តីការគណៈរដ្ឋមន្ត្រីក៏ដូចជាអាយដាមលោកជំទាវភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិដ៏ច្រើនសន្តិភាពទៀតពិសេសទស្សនិកជនយ៉ាងច្រើនកកបាទយើងឃើញថាច្រើនមែនទែនមិនទាន់មានទស្សនិកជនណាដែលងើបថាដើរត្រឡប់ថយក្រោយទៅគេអាឋានមិនទាន់នេះគេថានៅមិនប្រព្រឹត្តគ្នាទេទោះបីជាពេលវេលាអាត្មានេះហាក់ដូចជាយើងយប់យន្តកាន់តែជ្រាលណាស់បន្តិចទៅហើយក៏ពិតមែនក៏ប៉ុន្តែនៅតែអង្គុយទស្សនាព្រោះថានេះគឺជាលើកទី1ហើយសម្រាប់ទឹកដីនៃខេត្តស្វាយរៀងបាទលើប្រកួតបន្តបាទសានដាឌីគឺជាកីឡាករកម្ពុជាក្រហមបាទនេះគឺជាគូទី6ហើយសម្រាប់កម្មវិធីរបស់យើងមានរហូតដល់7គូបាទបន្ទាប់ពីគូទី6ទៅយើងមានគូទី7គឺពេជ្រសីហាបាទជាមួយនឹងមកខេនមកពីបារាំងបាទមិញងាកថយក្រោយក៏ប៉ុន្តែមិនធ្វើទេថងបាងបាទគាត់ថាមិនអីបើសិនជាអីក៏មិនងើទេឥឡូវក៏បែកជើងស្ដាំតែថងបាងកិច្ចបានត្រជាប់អត់បញ្ហា
មួយដៃឆ្វេងដៃជើងស្ដាំជើងទៀតដួលអត់អីបាទស្នៀតអស់ចាស្នៀតពិសេសរបស់សានដាឌីអូឃុំជាប់បាទមេឃលះបាននៅពេលដែលថងបាងវាយសន្ធាប់ចូលក្រាសានដាឌីឃុំជាប់មិនឲ្យចូលផ្ទៃមុខរបស់ខ្លួននោះទេមួយជើងឆ្វេងរបស់ថងបាងបាទចលចប់ទឹកទី1នេះគឺជាលទ្ធផលបាទនៃការប្រកួតរវាងកីឡាករកម្ពុជានិងកីឡាករបរទេសមានន័យថាកីឡាករកម្ពុជាបាទឈ្នះរហូតដល់ទៅ5រូបទៅហើយបាទឥឡូវនេះកីឡាករគូនេះក៏ដូចមុនដែរបើសិនជាសានដាឌីឈ្នះកីឡាករប្រទេសឡាវទោះបីជាទឹកទីប្រមាណក៏ដោយបាទសានដាឌីនឹងទទួលទឹកប្រាក់បន្ថែមលើកទឹកចិត្តពីក្រុមហ៊ុនចំណីសត្វដេហឺបាទ40,000 រៀលរីឯលោកគ្រូលីប៊ុនរិទ្ធក៏ឧបត្ថម្ភ10,000 រៀលដែរបាទហើយបើសិនជាសានដាឌីប្រើក្បាច់ពិសេសស្នៀតពិសេសនេះបាទវត្តកតុយជង្គង់ហោះបាទឬមួយក៏កែកបោជង្គង់ហោះហើយធ្វើឲ្យដៃគូរបស់ខ្លួនប្រឡប់ទោះបីជាទឹកទីម៉ានក៏ដោយលោកបណ្ឌិតតាំងណាំស្រុនបាទនាយកមន្ត្រីពេទ្យថ្មិញហងនេះពេទ្យថ្មិញគុណភាពនិងឧបត្ថម្ភបាទទឹកប្រាក់10,000 រៀលដែរបាទមួយជើងស្ដាំរបស់សានដាឌីដៃឆ្វេងរបស់ថងបាងលាន់ផាច់បានលោកនាងក៏លេចមើលតាខ្នងរបស់សានដាឌីក៏ហមបាទមកផ្ទាំងគាត់សាច់សអញ្ចឹងងាយមើលទេបាទហើយយើងតែនិយាយថាសាច់សល្អកែងបាទតម្លៃមិនលើហត់គឺសានដាឌីហាងពេកខ្មាំងហើយបាទឥឡូវចាប់ដើមមួយទៀតពីរទៀតក៏ប៉ុន្តែមិនធ្វើទេបាទថងបាងហាក់បីដូចជាគីឡូមួយសាច់គ្នាជង្គង់ក៏ថងបាងដល់ថនតិចយើងមើលទៅសានដាឌីហាក់ដូចជាចាញ់ចំពោះថងបាងតិចក៏ប៉ុន្តែមិនធ្វើទេពីព្រោះថាកណ្ដោបទឹកនេះអូហូដៃលឿនមែនទែនរបស់ថងបាងបាទដៃឆ្វេងនិងស្ដាំលឿនហើយយកជើងឆ្វេងមកជាមួយទៀតសូមជម្រាបថាថងបាងគឺជាម្ចាស់មេដាយមេស៊ីហ្គេមដែលឲ្យរហស្សនាមថាបាទជើងរន្ទះដងទន្លេមេគង្គបាទម៉ាត់មួយដៃស្ដាំក៏ប៉ុន្តែត្រូវស្ទើរទេបាទដាប់ដៃរបស់ថងបាងដល់សានមីអូអត់បញ្ហាចូលមួយមកពីក្រោយគុំវិជារបស់ថងបាងគឺកណ្ដាប់ដៃរបស់សានដាឌីខាងពេកមួយជើងស្ដាំទៀតរបស់សានដាឌីបាទហើយសានដាឌីនេះគឺជាកីឡាករដែលទស្សនិកជនចូលចិត្តខ្សែកីឡាចូលចិត្តណាស់បាទពិសេសលោកចំណាប់ដែលជាម្ចាស់ខាងចំណាប់លំម៉ូតូនៅគិរីរំបានទូរស័ព្ទមកខ្ញុំពី3ដងថាហើយនឹងសានដាឌីវាយអត់តែវាយបាទឥឡូវគាត់កំពុងមើលបាទសានដាឌីក៏ខំផ្នែកខំមកទៀតអូឥឡូវទៀតហើយបាទឥឡូវនេះសានដាឌីដូចជាមានស្នាមឈាមនៅផ្នែកខាងឆ្វេងចុះវិញបាទសានដាឌីមានបាទស្នាមឈាមនៅផ្នែកខាងឆ្វេងមួយដៃឆ្វេងរបស់អត់វិញអត់ហើយបាទសានដាឌីដៃជាអត់ឆ្លោះថាចុះបាទចុះទឹកទី2បាទសូមជួយពិនិត្យមើលបាទសានដាឌីមានស្នាមឈាមនៅលើចុងសម្ព័ន្ធក្រុមហ៊ុនផលិតផលនេសាទអន្តរជាតិបច្ចុប្បន្ននេះបានផ្ដល់ប្រទេសកម្ពុជាឲ្យសម្រាប់បងប្អូនប្រជាកសិករដែលចង់បានចំណីសត្វដែលមានស្តង់ដារសូមទំនាក់ទំនងទៅខាង Dehers ដែលមានលេខទូរស័ព្ទ023 63 13 និង888ជាសម្ព័ន្ធបាទទឹកនេះមិនគួរจะមានជនខុសបំណងនោះទេពីព្រោះថាសានដាឌីបាទគាត់ត្រូវសាជាសម្រាប់ទឹកទី3នេះមួយជើងស្ទាត់សានដាឌីចូលប្រហោបានមួយកែងវិញបាទកែឆ្នាំទៀតកែងឆ្វេងទៀតរបស់សានដាឌីហោបានដូចជារៀងស្ងប់ហើយបាទឥឡូវបាទបន្តទៀតសានដាឌីមិនគួរឲ្យនេះគឺខុសបំណងទេមួយកែងរបស់សានដាឌីបាទជុំគុណបាទមួយរបស់ថងបានត្រូវបាទខាងឆ្វេងដែរហើយមិនដឹងថាយ៉ាងណាលើកចារមើលយ៉ាងណាបាទឥឡូវសូមពិនិត្យមើលទាំងអស់គ្នាអោបជង្គង់អោបជាប់ឡើងជង្គង់ឆ្វេងលោកមុននឹងកំពុងតែពិនិត្យមើលហើយឃើញថាថងបានកីឡាករថងបានក៏ត្រូវបាទខាងចិញ្ចើមឆ្វេងមួយគប់ទៀតបាទមួយកែងរបស់សានដាឌីមួយកែងទៀតទឹកទី3នេះបាទគឺជាទឹកដែលមិនធម្មតាមួយកែងអូហូ
របស់សានឌីតៃរបស់សានឌីតៃចូលរបស់ផងបានសានឌីតបជើងស្ដាំតៃស្ដាំរបស់សានឌីលើកជើងរបស់ផងបានអញ្ញាក្រាញេកមួយកែរបស់ផងបានសានឌីទប់ជាប់ជើងឆ្វេងរបស់ផងបានសានឌីទប់ជាប់ទៀតកែរបស់សានឌីទៀតជើងស្ដាំរបស់សានឌីផងបានដកឃ្លៀសានឌីសម្រុកចូលអោបគ្នាជាប់អញ្ញាក្តារលោកនួននឹកកំពុងតែពិនិត្យមើលថាញេកបោកកាន់ក្តារសងវៀនបន្តរកចូលរបស់សានឌីទៀតហើយផងបានដូចជាស្ញោតនឹងកែងរបស់សានឌី1 ដៃ 2ទៅវិញទៅមកផងបានបាទដូចជារៀងខ្នក់បន្តិចនៅពេលដែលអោបសានឌីជាប់សានឌីបាទអញ្ញាក្តារញេកគួតបន្តទឹកទី3នេះមិនធម្មតាទេមួយកែរបស់សានឌីទៀតផងបានជិះខប់បាទដៃឆ្វេងស្ដាំរបស់ផងបានស្រាលរបស់សានឌីមួយជើងស្ដាំរបស់សានឌីបាទមួយដៃស្ដាំរបស់សានឌីចប់ទឹកទី3នៅមកជួនលោកអ្នកដោយឈ្នះថងបាននៅក្នុងពេលនេះ6នៃគូសងសិនអាដាមបាទយើងនេះអាដាមសនីសៅសថាជូន$1000បាទតែបើចាញ់បើសិនមកចាញ់នឹងទៅបាន$500ផងដែរបាទមួយដៃរបស់សារឌីជើងស្ដាំរបស់សារឌីផងបានហាក់បីដូចជាមិនញោចចូលតែសោះបាទចាមែនទេដៃទៀតមួយជើងទៀតឆ្ងាយទឹកតែម្ដងមួយដៃឆ្វេងសងវិញរបស់ថងបានដៃស្ដាំវាសង្ខប់ទៅលើថងបានរបស់សារឌីជង្គង់ស្ដាំបោកសារឌីក៏ប៉ុន្តែមិនដួលញ៉ាក្តារញេកបាទសូមជម្រាបថានៅក្នុងពេលនេះបើសិនជាសានឌីឈ្នះកីឡាករថងបានអាយដាមនេះដំណេកសាសការនៅឧបត្ថម្ភទឹកប្រាក់$1000សហរដ្ឋអាមេរិកបាទមួយជើងឆ្វេងរបស់សានឌីមួយដៃស្ដាំរបស់សានឌីទៀតជើងឆ្វេងទៀតដៃស្ដាំរបស់សានឌីដៃឆ្វេងរបស់ផងបានក៏ប៉ុន្តែសានឌីកិច្ចផុតជើងឆ្វេងអោបគ្នាជាប់បោកដួលបាទដៃស្ដាំរបស់សានឌីផងបានទប់ថ្នមមិនឲ្យប្រើកម្បាក់ដៃស្រាលទៅវិញមួយជើងស្ដាំរបស់សានឌីដៃស្ដាំរបស់សានឌីថងបានទប់ដៃជើងគាត់ញាប់ពេញដៃស្ដាំឆ្វេងសងវិញលឿនរបស់ថងបានដៃឆ្វេងផងជើងឆ្វេងផងរានមើលសាក់មិនទាន់ពីព្រោះថាបាទលឿនមែនទែនបាទអ្នកទាំងពីរធ្វើឲ្យទស្សនិកជនពេញចិត្តណាស់សងមកលើសានឌីលឿនតែក្តារញេកមិនទៅហើយបាទរៀនគេថាអស់ទាំងអស់រៀនខ្លួនថងបានក៏មួយដៃឆ្វេងរបស់ថងបានតែនឌីតិចមកត្រូវស្រាលនេះមិនពេកឡជើងឆ្វេងអស់បានទួលធៀវបាទសូមជម្រាបថាបើឈ្នះបាទសានឌីឈ្នះកីឡាករបង្គោលធៀវបាទហើយដំនេះតាមស្ដីសាស្ត្រថានៅឧបត្ថម្ភទឹក$500,000ក្រុមហ៊ុនចំណីសត្វដែលហៅឧបត្ថម្ភ$100បាទគ្រូនេះបណ្ឌិតឧបត្ថម្ភ$10,000មួយដៃឆ្វេងរបស់សានឌីទៅលើថងបានអត់អីចប់ទឹកទី4នាំមកជូនលោកអ្នកដោយ Nagavel ឈានចូលមកដល់ទឹកទី5ដែលជាទឹកសាច់គ្រាប់នៅមកជូនលោកអ្នកដោយ Nagavel ក្រុមហ៊ុន Toyota Cambodia Crystal នាំចូលផ្នែកមកដោយក្រុមហ៊ុន Kongnun Group ក្រុមហ៊ុន Yamaha សម្លេងអនាម័យ Gaga និងក្រុមហ៊ុន Hengsen ក្រុមហ៊ុន Dehers ក្រុមហ៊ុន Philips សម្បត្តិចាស់សូមអរគុណ
បាទហើយក្រុមហ៊ុនសិលីងសម្បត្តិតំជួអាហារបំពន់បាទពេញមកពីសហរដ្ឋអាមេរិកបាទដូចនេះមានបញ្ហាលើធៀមខ្លះទៀតទំនងការទំនងប្រៃទៅជួយទៅក្រុមហ៊ុនសិលីងសម្បត្តិទូរស័ព្ទលេខ087 202 744ដងបាទហើយនេះគឺជាទឹកទី5ទឹកដាច់ព្រាត់រវាងគូសងសឹកសានដាឌីជាមួយនឹងថបាងបាទលោកអ្នកឃើញថាការប្រកួតស្វក់ស្វាយណាស់រហូតដល់ទឹកទី5នេះទួលតាំងពីទឹកដល់ សានដាឌីបើសិនជាឈ្នះកីឡាករផងបាននឹងទទួលបានទឹកប្រាក់$1000សហរដ្ឋអាមេរិកពីឯកឧត្តមនាយឧត្តមសេនីយ៍ ខែសុខាហើយបើចាញ់ទទួលបាន$500សហរដ្ឋអាមេរិកបើឈ្នះទទួលបានប្រាក់ឧបត្ថម្ភបន្ថែម$100ពីក្រុមហ៊ុនចំណីសត្វ Dehers និងលោកគ្រូលីបណ្ឌិតទឹកប្រាក់$10,000បន្ថែមសម្រាប់ប្រពន្ធនេះគឺបន្តទី5ទឹកដាច់ព្រាត់មួយជើងរបស់តបាសានដាឌីលោកមិនដល់អោបគ្នាជាប់នាំឡើយបាត់ឈ្លីទៅក្នុងមួយដៃសងវិញមួយទៀតរបស់សានដាឌីមួយទៀតបាទទួនរបស់សានដាឌីថងបានហាក់ដូចជាបាទខាងមាត់ដើម្បីដកចោលតិចមួយដៃឆ្វេងរបស់ថងបានទៅវិញចំមុខសានដាឌីក៏ប៉ុន្តែមិនអីមុខដៃស្ដាំជើងស្ដាំដៃឆ្វេងដៃស្ដាំទប់គ្នាញ៉ាំក្តៅញែកក្តៅខ្សែវាដើម្បីគុំតដោយជើងឆ្វេងរបស់ថងបានដៃឆ្វេងរបស់ថងបានទៀតថងបានមានអារម្មណ៍ថាហត់ជាងសានដាឌីឆ្ងាយមួយកែងរបស់ថងបានអត់សំទោសរបស់សានដាឌីបាទឃើញថាថងបានរៀបហត់មួយជើងឆ្វេងរបស់ថងបានវិញមួយដៃឆ្វេងដៃស្ដាំបាទដូចតែឃើញកីឡាករវាយសន្ធប់ញាប់ពេកទៅគេថាសឹងតែអាចអូបាទមួយដៃស្ដាំរបស់សានដាឌីបាទចប់ទឹកទី5បាទហើយសូមថ្លែងអរគុណលោកអុកវីសនបាទអនុប្រធានមន្ទីរបាទមន្ទីរអប់រំកាយប្រែព្រៃសរបាទព្រៃសរឧបត្ថម្ភកីឡាករសានដាឌី$100បាទអនុប្រធានបាទមន្ទីរកាយប្រែព្រៃសរបាទលោកអុកវិសុនបាទឧបត្ថម្ភកីឡាករសានដាឌី$100បាទសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅបាទឥឡូវនេះសូមរងចាំទស្សនាជាមួយខ្ញុំអំពីលទ្ធផលថាតើកីឡាករសានដាឌីនិងកីឡាករថងបាងអាចមានឱកាសសងសឹកដែរឬទេបាទសងសឹកនេះមិនមែនសងសឹកស៊ីសាច់ឈាមជាសប្រៃលេងសងសឹកក្នុងលេងកីឡាប្រកួតបានតែកតិដើម្បីស្វែងរកជ័យជំនះរៀងខ្លួននៅសង្គ្រាមប្រដាល់របស់យើងបែបគុណបុរាណខ្មែររបស់យើង ទូរទស្សនិកជនជាទីគោរពនិងជាមេត្រីបន្ទុកមកដល់ដៃខ្ញុំហើយចៅក្រមទាំង5រូបបាទគឺជាអ្នកឲ្យបន្ទុកទៅតាមបច្ចេកទេសនៃការប្រកួតចៅក្រមទី1លោកជ័យណារ៉ាឲ្យបន្ទុកកីឡាករសែនរ៉ាឌីឈរនៅបង្គោលក្រហម98បន្ទុកបង្គោលខៀវ97បន្ទុកចៅក្រមទី2លោកហួតសេងត្រីឲ្យបន្ទុកកីឡាករសែនរ៉ាឌី98បន្ទុកកីឡាករបង្គោលខៀវ97បន្ទុកចៅក្រមទី3លោកទឹកឡៃឲ្យបន្ទុកកីឡាករបង្គោលក្រហមសែនរ៉ាឌី98បន្ទុកបង្គោលខៀវ97បន្ទុកលោកម៉ែនយូហាឲ្យបន្ទុកកីឡាករសែនរ៉ាឌីហៅមកទេខ្មាំង96បន្ទុក
ឲ្យបន្ទុកកីឡាករថងបាងបង្គោលខៀវ99បន្ទុកលោកនួនបូរ៉ាចៅក្រមទី5ឲ្យបន្ទុកកីឡាករសែនរ៉ាឌីបង្គោលក្រហម97បន្ទុកបង្គោលខៀវ98បន្ទុកដូច្នេះលទ្ធផលជាផ្លូវការជាជំនះបានទៅលើកីឡាករបង្គោលក្រហមសែនរ៉ាឌីអរគុណបាទសែនរ៉ាឌីនៅរក្សាជ័យជំនះរបស់ខ្លួនបានដដែលដូច្នេះអាដាមនេះអាដាមសនីសៅសុខាបានឧបត្ថម្ភដល់កីឡាករសែនរ៉ាឌីហើយមកទីខ្មាំង$1000បាទសូមអបអរសាទរសូមបងប្អូនមកទទួលថវិកាឧបត្ថម្ភបាទពីអាដាមនេះអាដាមសនីសៅសុខា$1000ជូនចំពោះបងប្អូនបាទអរគុណច្រើនបញ្ជាក់ជូនថាការប្រកួតគណៈកម្មការលោកវាយតម្លៃបន្ទុកទៅតាមបច្ចេកទេសនៃការវិញឧបត្ថម្ភដល់កីឡាករសែនរ៉ាឌីហើយមកទីខ្មាំង$50ផងដែរសូមថ្លែងអំណរគុណសូមទស្សនាបន្តនៅគូទី4របស់យើងគឺគូអន្តរជាតិរវាងកីឡាករសែនរ៉ាឌីហើយមកទីខ្មាំងនិងកីឡាករសាងផាជើងឆ្វេងរបស់កីឡាករសែនរ៉ាឌីស្ទាបគេថាស្ទាបស្ទង់គេថាកម្លាំងគ្នាទៅវិញទៅមកសិនហើយលោកនាងគឺមួយជើងឆ្វេងទៀតបាទសាងផាគឺជាកីឡាកររបស់ប្រទេសថៃហើយប្រវត្តិនៃការប្រកួតដូចជាលោកនាងបានជ្រាបហើយគឺសុទ្ធតែមានប្រវត្តិនៃការប្រកួតច្រើនបង្គោលបាទហើយកីឡាករទាំងពីរនេះយើងអាចនិយាយថាដើម្បីដណ្ដើមជ័យជំនះពីព្រោះថាគាត់មិនដែលបានជួបគ្នាពីមុនមកអញ្ចឹងគាត់ប្រឹងឲ្យអស់លទ្ធភាពការហាត់រៀនពីគ្រូបាអាចារ្យរបស់គាត់តាំងពីតូចមករហូតមកដល់ប៉ុណ្ណេះមកជួបគ្នាគេថាត្រូវតែបញ្ចេញឲ្យអស់លទ្ធភាពបើសិនជាបញ្ចេញមិនអស់ទេគេថាអាចនឹងគេថាធម្មតាកីឡាករតឡើងនៅលើសង្វៀនគេថាមានអ្នកទស្សនាច្រើនបើសិនជាយើងចាញ់ដោយអស់ចិត្តណាគេថាយើងចាញ់ដោយអស់កម្លាំងអស់ចិត្តគេថាមើលទៅអស់លទ្ធភាពហ្មងទស្សនិកជនគេថាមានតែការគ្រប់គ្រងមានតែការកោតសរសើរប៉ុន្តែបើសិនជាយើងមើលទៅគេថាមិនបើថាមិនប្រើឲ្យអស់កម្លាំងប្រើអស់លទ្ធភាពស្រាប់តែចាញ់មានន័យថាគេពេកជ្រាយទៅវិញគេបាទឆ្លៀតនៅក្នុងឱកាសនេះដោយសារទឹកទី1នេះជាទូវិច័យគេនៅឡើយណាបាទតែសូមជម្រាបជូនដល់បងប្អូនដែលជាទូរទស្សនិកជននិយមគ្រប់គ្រងកីឡាករសែនរ៉ាឌីដែរខាងកាលពីប្រកួតនៅតកែវហេតុអីសែនរ៉ាឌីមើលទៅរៀងធ្លាក់ដៃហ្មងចង់បញ្ជាក់ថាអញ្ចេះមិនមែនធ្លាក់ដៃទេសែនរ៉ាឌីប្រឹងខ្លាំងជាងមុនទៀតបងអស់គេតែដោយសារគូប្រកួតរបស់ខ្លួនជាម្ចាស់មេដាយមាសស៊ីហ្គេមបាទខ្លាំងជាជើងខ្លាំងព្រោះសែនរ៉ាឌីទៅស៊ីហ្គេមបានតែមេដាយប្រាក់ទេតែដៃគូប្រកួតគឺកីឡាករថងបាងមកពីប្រទេសឡាវហ្នឹងគាត់ជាម្ចាស់មេដាយមាសស៊ីហ្គេមអញ្ចឹងគឺគាត់ជើងខ្លាំងណាស់គាត់មិនមានចាញ់ទេបើយើងចង់និយាយថាពីការប្រកួតស៊ីហ្គេមគាត់មានចាញ់ពីណាទេបាទគាត់មេដាយមាសបានអញ្ចឹងសែនរ៉ាឌីយកជ័យជំនះបាននេះជាមោទនភាពណាស់អញ្ចឹងបើយើងមើលទៅគឺយើងឃើញថាកីឡាករសែនរ៉ាឌីមិនធ្លាក់ដៃដោយសារគូប្រកួតគេខ្លាំងខ្លាំងមែនទែនបើសិនជាសែនរ៉ាឌីអត់ខ្លាំងមិនអាចតស៊ូដល់5ទឹកហើយយកជ័យជំនះបានគឺអត់ខ្លាំងទេមកជន់ឆ្លើយតទៅវិញអញ្ចឹងបាទក៏ប៉ុន្តែក៏មានទស្សនិកជនមួយចំនួនហ្នឹងក៏លោកបានជួបខ្ញុំក៏ទូរស័ព្ទឬមួយក៏មកជួបខ្ញុំក៏ថាសែនរ៉ាឌីអាចទប់បានគឺមិនមែនជារឿងធម្មតាបើសិនជាគេថាបដោយដូចខ្ញុំនិយាយខាងដើមអញ្ចឹងអបមកថាបើយើងមិនប្រើឲ្យអស់គេថាអស់កម្លាំងអស់លទ្ធភាពទេគេថាអាចនឹងសន្លប់នៅទឹកទី3ឬមួយក៏ទឹកទី4ហើយមួយវិញទៀតដើម្បីឲ្យកាន់តែល្អមើលហើយនឹងបញ្ជាក់ពីការប្រឹងប្រែងបន្តណាទូទួលអប្សរាបានរៀបចំការជួបគ្នាម្ដងទៀតបាទរវាងថងបាងនិងសែនរ៉ាឌីនៅលើទឹកដីនៃខេត្តស្វាយរៀងណាបាទដូច្នេះហើយលោកអ្នកចាំទស្សនានៅខែវិច្ឆិកាបាទអញ្ចឹងមានន័យថាស្ថានីយ៍ទូរទស្សន៍អប្សរាដូចជាលោកបន្តបានជម្រាបពីខាងដើមនេះគេថាធ្វើយ៉ាងណាឲ្យសុក្រិតយុត្តិធម៌ទឹកទី2 round 2បាទសូមទស្សនាចាប់ដើមនៅទឹកទី2បាទហើយសង្ឃឹមថាទឹកទី2នេះកីឡាករទាំងពីរមិនធ្វើទស្សនិកជនខុសបំណងទេពីព្រោះថាសែនរ៉ាឌីគឺជាកីឡាករមួយរូបដែលទស្សនិកជនគ្រប់គ្រងទាំងស្រីទាំងប្រុសតែម្ដងបាទសម្បីតែកញ្ញាម៉ាណាក៏គ្រប់គ្រងដែរពីព្រោះថាថ្ងៃមុនឮនិយាយថាសែនរ៉ាឌីមិនត្រឹមតែជាកីឡាករទេបាទគាត់បានចូលសម្ដែងនៅក្នុងកម្មវិធីសិល្បៈទៀតមិនចឹងកញ្ញាចាបាទតែប៉ុន្តែកញ្ញាអត់បានសម្ដែងអីមួយគាត់ទេជាតួអីទេចាក៏ប៉ុន្តែគឺសែនរ៉ាឌីគាត់ចូលក្នុងការបង្ហាញនៃជីវប្រវត្តិគាត់បាទអូយ៉ាងម៉េចហើយបាទចាគឺជាបាទយ៉ាងម៉េចហើយរាប់បាទ2បួក5 6 7 8អូមិនអីទេបាទ
បាទកញ្ញាម៉ាណាគេថាគាត់ទៅសាគេមួយដៃទៀតយ៉ាងមិនទៅហើយបាទហត់បន្តិចបាទអត់អីបាទមួយជើងរបស់សារឌីទៀតមួយដៃឆ្វេងដៃស្ដាំចំគៀមបាទពេញមិនទៅហើយ អូហូបាទគឺថាកណ្ដាប់ដៃកណ្ដាប់ដៃរបស់សានឌីនៅទឹកទី2នេះគឺថារាប់2ដងបាទចំពោះសាំងផាតបាទចាំមើលថាតើសាំងផាតត្រូវកន្លែងណាខ្លះបាទបន្តិចទៀតលោកនាងទស្សនារូបភាពយឺតជាមួយខ្ញុំបាទលោកសំណាងជាទូទៅយើងសង្កេតឃើញប្រវត្តិនៃការវាយរបស់កីឡាករសែនរ៉ាឌីណាបាទបើសិនជាគូប្រកួតដែលត្រូវសន្លប់ហ្នឹងគឺមិនដែរឆ្លងផុតទឹកទី3ទេបាទមកដល់ទឹកទី4ទី5គឺកម្រសន្លប់ណាសែនរ៉ាឌីតែងផ្ដួលគូប្រកួតរបស់ខ្លួនឲ្យសន្លប់នៅក្នុងទឹកទី2ឬទឹកទី3នេះប្រវត្តិកន្លងមកបាទយើងតាមដានបាទមិញលោកនាងបានទស្សនាហើយរូបភាពយឺតបើគេថាកណ្ដាប់ដៃស្ដាំរបស់សែនរ៉ាឌីកណ្ដាប់ដៃឆ្វេងខាងនេះដៃស្ដាំចំមុខតែម្ដងហើយសល់ចំហាយពីមុនមួយដៃថែមទៀតនៅងឹតមុខឈឹងកីឡាករសែនរ៉ាឌីទទួលជ័យជំនះលើកីឡាករបង្គោលខៀវដើម្បីកីឡាករបង្គោលចង់សេរីចិត្តពុតហុចនឹងធ្វើឲ្យពួកក្រៅសងមានបងស្នោលើកទី1បានចាប់ផ្ដើមក្រហមកែរំចង់ពុតហុចខៀវវីដេអូខ្លីមិញលោកអ្នកបានឃើញពីការតាំងចិត្តរបស់កីឡាករទាំងពីរនិងការហ្វឹកហាត់តម្រូវមកដល់ការប្រកួតថ្ងៃនេះបាទសូមផ្ញើទស្សនីយភាពនៃការប្រកួតគូនេះជូនទៅដល់បងប្អូនទូទាំងព្រះរាជាណាចក្រកម្ពុជាបាទហើយសូមអរគុណបងលីសូវ៉ាត់បាទនៅសហរដ្ឋអាមេរិកឧបត្ថម្ភដល់កែរំចង់$100បងប្រុសដាវីតលៀកបាទនៅអូស្ត្រាលីឧបត្ថម្ភកែរំចង់$150បងម៉ាត់សូភីស្តេហ្វិនសុនបាទនៅស្តុកខុំបាទរដ្ឋកាលីហ្វ័រញ៉ាឧបត្ថម្ភដល់កែរំចង់$120បាទអញ្ចឹងនេះគឺអ្នកឧបត្ថម្ភដល់កែរំចង់បាទមានច្រើនបាទសម្រាប់ការឧបត្ថម្ភនេះបាទនេះគឺឥឡូវតោះថ្ងៃការប្រកួតបន្តទៀតបាទមួយសតទាត់មួយជើងរបស់ពុទ្ធហុចអាយ៉ាហុចផ្លត់កែរំចង់ទាត់មួយជើងស្ដាំទៅហើយមួយដៃរបស់ពុទ្ធហុចបាទមួយទៅមួយមកបាទយើងឃើញថាកីឡាករទាំងពីរប៉ុនគ្នាតែម្ដងគាត់ទៅជើងរបស់ហុចស្ទុះចូលប្រើកែងតែចូលមិនបានល្អកែរំចង់ដើរចូលមកវិញបាទចូលបន្តទៀតឱកាសបាទវាយដោយប្រយ័ត្នប្រយែងបំផុតសម្រាប់កីឡាករទាំងពីរកែរំចង់ក៏មិនចង់ចាញ់ក្រោមកណ្ដាប់ដៃរបស់ពុទ្ធហុចដែរពុទ្ធហុចចង់ខ្លាយខ្លួនជាក្មេងដែលយកឈ្នះកែរំចង់អាយ៉ាចូលមកប្រើនេះធ្វើឲ្យអ្នកទស្សនាមានការជួយចិត្តមួយដៃផុតអុយធាក់មួយជើងទៅវិញបាទកែរំចង់រំកិលខ្លួនចូលតែពុទ្ធហុចទាត់មួយជើងផុតកែរំចង់រំកិលបន្តទៀតតើវាឆ្វេងឬស្ដាំអត់ទាន់ដឹងទេបាទចលោមួយជើងឆ្វេងរបស់កែរំចង់ពុទ្ធហុចស្ដាំទៅវិញអត់ត្រូវពុទ្ធហុចទាត់ស្ទុះចូលប្រាជង្គង់យ៉ាងមិនឲ្យចូលគ្រាខ្សែសងវៀនអញ្ញាកដាលោកធីនរិទ្ធញ៉ៃកីឡាករបាទមកប្រើបាសសក់របស់កីឡាករទាំងពីរចលោបន្តបាទសូមបងប្អូនស្ទើរមិនជ័យអបអរសាទរដល់កីឡាករទាំងពីរខ្លាំងដើរចូលបន្តទៀតមួយសម្រាប់កែរំចង់ទាត់សងទៅវិញកែរំចង់នៅតែរំកិលចូលមួយដដែលពុទ្ធហុចស្ទុះចូលទាត់ជើងស្ដាំមួយអាយ៉ាលើកជើងទុកលើកជើងមិញការពារទេបើសិនបើកែរំចង់ចូលមកក៏មិនអាចវាយសម្រុកបានឬក៏ចំចំណុចនោះដែរកែរំចង់សម្រុកបន្តទៀតគាត់អាយ៉ាយ៉ាងម៉េចអណ្ដាប់ដៃវាយចូលបាទចាប់ទឹកទី1ទៅហើយសប្បាយមែនទេបាទសម្រាប់ថ្ងៃនេះឥឡូវនេះទស្សនាការប្រកួតបន្តទៀតចូលទឹកទី2ពុតហុចខៀវកែរំចង់ក្រហមមួយជើងចាប់ជើងជាប់ទាត់សងទៅវិញបាទអត់មានឲ្យដល់ដីទាន់ទេមួយជើងទៅមួយជើងមកពុតហុចទាត់មួយជើងល្អទៀតអូហូយពីកក
យ៉ាងម៉េចកែរំចង់វាស្កាត់អាយ៉ាធ្លាក់អត់ទេមួយជើងបន្តធ្លាក់ទៅលើខ្សែតងវៀនត្រូវបានព្រួយហត់ត្រង់អាយ៉ាអត់អីទេអំបញ្ញមិញពលហត់ចេះប្រើកលៈទេសៈនេះឆ្នៃឲ្យទៅជារឿងល្អសម្រាប់ខ្លួនគេសម្រាប់ចូលបន្តទៀតអត់ទាន់បលែងដៃចេញទេសម្រាប់កីឡាករបាទយ៉ាងម៉េចហើយអត់ទេដួលមួយជើងអាយ៉ាកែរំចង់យ៉ាងម៉េចបាទធ្វើដូច្នេះមិនអាចទទួលយកបានមួយជើងដួលបាត់ហើយយ៉ាងនេះទឹកទី2កាន់តែមានភាពកក្រៅសម្រាប់កីឡាករទាំងពីរហើយក៏ស្នើការប្រគួតបន្តប្រិមិត្តកុំប្រព្រឹត្តភ្នែកមួយដៃរបស់ពលហុចទាត់ថែមមួយជើងទៀតកែរំចង់ស្ទូជើងទាត់ជើងក្រោមតែទាត់ស្រាលកែរំចង់នៅតែសម្រុកទៅលើគូប្រកួតរបស់គេដែរយ៉ាងម៉េចហើយមួយជើងទាត់ជើងក្រោមរបស់រំចង់ទាត់សងទៅវិញរបស់ពលហុចបាទទាត់ទៅទាត់មកប្រិមិត្តកាន់តែរំខានកីឡាករទាំងពីរកាន់តែវាអត់ស្ដាយកម្លាំងដល់ចូលកែងមួយបុកចំចង្ការទាត់សងបាទអីអើយយ៉ាងម៉េចបាទស្នាមបន្តិចហើយយ៉ាងម៉េចឲ្យកែរំចង់នៅតែសម្រុកចូលដដែលបាទប្រិមិត្តកំពុងតែគេហៅថាបាំងអ្នកថាអធិប្បាយហើយបាទមើលមិនចង់ឃើញទេយ៉ាងម៉េចដួលបន្តិចបាទកែរំចង់ប្រើកណ្ដាប់ដៃល្អរបស់គេគាត់សងទៅវិញពលហុចចាប់ជើងជាប់ឱកាសកែរំចង់បែកជើងបដូរតែម្ដងយ៉ាងម៉េចពលហុចទន់បន្តិចហើយចាំមើលនៅសល់ប្រហែលវិនាទីទៀតនៅក្នុងទឹកនេះកែងមួយល្អណាស់របស់ពលហុចកែរំចង់ស្ទូចូលកែរំចង់ឲ្យកែងបាញ់មិញក៏មិនធម្មតាកែរំចង់នៅតែសម្រុកចូលដដែលសម្រុកបន្តទៀតហើយមួយដៃពីរដៃឆ្វេងស្ដាំឲ្យកែងបន្តសងទៅវិញរបស់ពលហុចអូហូយកីឡាករទាំងពីរពិតជាមានការជួយចិត្តដល់អារម្មណ៍មែនទែនបាទវាយខ្លាំងបាទធ្វើឲ្យអ្នកទស្សនានៅទីនេះបាទកាន់តែបាទមានភាពជក់ចិត្តដិតអារម្មណ៍បាទយ៉ាងម៉េចហើយបាទសូមអខន្តីអភ័យទោសផងដោយសារបាំងអ្នកទស្សនាបាទទស្សនាការប្រកួតបន្តទៀតមួយដៃផុតរបស់ពុតហុយតែចង់សម្រុកចូលសម្រុកបន្តទៀតលើកជើងចាប់ជើងចូលឲ្យកែងមួយល្អមែនតើមួយកែងបាញ់មិញពុតហុចទាត់មកជើងសងទៅវិញដែរចាប់ទឹកទី2ចុងទឹកអាយ៉ាកែរំចង់ឆ្លៀតបានមកវិនាទីចុងទឹកពេជ្រនៅស៊ីម៉ងអូតជម្រើសដ៏ល្អបំផុតបាទហើយស៊ីម៉ងទាំងពីរប្រភេទនេះគឺឧបត្ថម្ភក៏មានរង្វាន់យ៉ាងច្រើនបាទជូនដល់អតិថិជនក៏ដូចជាដេប៉ូចែកចាយផងដែរបាទនៅទស្សនាការប្រកួតទឹកទី3បន្តទៀតក្រហមកែរំចង់ភីវពុតហុចបាទយ៉ាងម៉េចហើយកីឡាករទាំងពីរទាត់មួយជើងរបស់ហុចកែរំចង់រំកិលទាត់មួយជើងផុតទៀតទាត់សងទៅវិញចំផ្លូវមួយល្អបន្តទាត់សងបាទឃើញថាពុតហុចទាត់ច្រើនតែអត់ត្រូវល្អប្រហែលទេកែរំចង់ទាត់ចំផុតទៅឱកាសរបស់ពុតហុចក្នុងចូលអាចឆ្នៃឱកាសបាននៅកែរំចង់បាទជង្គង់ចូលឡើងដូចគ្នាកាយរុញផ្អប់ជ្រុងសងវៀនលោកធីនរិទ្ធកំពុងតាមកីឡាករយកជង្គង់មកផ្អប់ជាប់ធ្វើឱកាសទេអញ្ញាកណ្ដាលញែកកីឡាករទាំងពីរបាទសូមបងប្អូនស្ទើរមិនជ័យបាទអបអរសាទរបាទកីឡាករយើងខ្លាំងបាទសូមបញ្ជាក់ថាទាល់តែចប់ការប្រកួតគូឯកនេះទើបនៅស្ទីឌីយោស្ទើរមិនជ័យដំណើរការប្រកួតបាទខុសចុះឡើងកែរំចង់ដួលបាត់ហើយផ្លត់ឱកាសតាមបាញ់មិញដួលបាញ់មិញមិនប្រហែលជាការទាត់ត្រូវខ្លាំងរបស់កីឡាករពុតហុចទេកែរំចង់រំកិលខ្លួនចូលបន្តិចម្ដងទៀតពុតហុចប្រយ័ត្នប្រយែងមែនតែនដោយសារតែកែរំចង់មិនមែនជាកីឡាករធម្មតានោះទេហើយក៏កម្ររោគអ្នកណាដែលហ៊ានវាយកែរំចង់ដែរបាទយ៉ាងម៉េចហើយដើរចូលបន្តទៀតឱកាសរបស់ពុតហុចកំពុងតែមានបន្តកែរំចង់រំកិលខ្លួនចូលដដែលបាទរំកិលខ្លួនចូលយ៉ាងម៉េចហើយបាទចលោទៅចលោមកយ៉ាងម៉េចដើរចូលបន្តទាត់មួយជើងទាត់សងទៅវិញអត់ត្រូវទេបាទទាត់ទៅទាត់មកកណ្ដាប់ដៃមួយរបស់កែរំចង់វាយពីរដៃផ្ទុំទូនទៅលើផ្ទៃមុខរបស់ពុតហុចបំបែកឃុំទៀតឃើញថាពុតហុចថយបន្តិចហើយស្ទូចូលទាត់មួយជើងអត់ត្រូវកែរំចង់ស្ទូចូលដល់លើដល់ក្រោមបាទលូកមួយធ្វើឲ្យពុតហុចមានបញ្ហាដាល់មួយដៃបន្តទៀត
យ៉ាងម៉េចហើយអត់មានវាយចេញយ៉ាងនេះពុតហូចកុំឲ្យកើតចង់ធ្វើជុះភ្លៀងយ៉ាងណាអត់អីទេកើតចង់ដល់ក្រោមទាត់ជើងក្រោមមួយទៀតអីយ៉ាអូហូគាត់តែបែបនេះអាចទ្រាំបានទេពុតហូចអត់អីទេជង្គង់មួយទៀតរបស់ខាងកែងមួយចំទគៀមកែរំចង់សម្រុកចូលបន្តមួយដៃពីរដៃបន្តទៀតយ៉ាងម៉េចហើយពុតហូចទាត់ផ្លត់ដួលខ្លួនឯងអូយកុំតែដួលកុំអីមួយជើងរបស់កែរំចង់ទៀតបាទបងប្អូននៅស្ទីឌីយោស្ទើរមានជ័យច្រើនទស្សនាបាទសូមហូខ្លាំងបងប្អូននៅស្ទីឌីយោស្ទើរមានជ័យឡូវបន្តទៀតហើយចប់គូនេះបងប្អូនអាចទស្សនាការប្រកួតនៅ BTV News ដែលផ្សាយផ្ទាល់ពីស្ទីឌីយោស្ទើរមានជ័យដើរចូលកណ្ដាប់ដៃឆ្វេងស្នាមរបស់កែរំចង់ទូចូលប្រើកណ្ដាប់ដៃចំទីមកចាប់ទឹកទី3ល្មមទឹកទី4បន្តទៀតរវាងកែរំចង់ជាមួយនឹងពុតហុចពុតសេរីវងកីឡាបាទជាក្លឹបរបស់គេហុចប្រើកែងអីយ៉ាអត់អីទេហុចថាអត់អីទេរំចង់បងលេរីតទៀតដើរចូលមួយដៃទៀតរបស់កែរំចង់ពុតហុចយ៉ាងម៉េចហើយបាទមួយដៃចំចុងដង្ហើមគឺជាថាបងប្អូននៅព្រៃចន្ទែនទាំងអស់កំពុងទស្សនាពុតហុចហើយបងប្អូននៅបាត់ដំបងទាំងអស់កំពុងទស្សនាកែរំចង់ក៏ដូចជាបងប្អូននៅទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងគាំទ្រកីឡាករទាំងពីរមួយដៃរបស់កែរំចង់អីយើពុតហុចយ៉ាងម៉េចដើរចូលពុតហុចស្ទើរយើងឃើញថាចុងទឹកទី3ពុតហុចហាក់ដូចជាវាយមិនបានច្រើនបាទដើមទឹកនេះក៏ពុតហុចក៏បានដែរកែរំចង់សម្រុកខ្លាំងហើយទោះបីយ៉ាងណារសារពុតហុចតែហ៊ានមកប្រកួតជាមួយកែរំចង់បាទហើយក៏ធ្វើឲ្យកែរំចង់ប្រមាថចិត្តប្រមាថថ្ងៃដេកមិនលោដែរមុនការប្រកួតដើរចូលមកដល់ទាត់មួយជើងអត់ត្រូវទេគាត់សងទៅវិញជើងក្រោមដល់ថយលឿនទៅចូលប្រើកែងដើរចូលមកដល់ទៀតមួយដៃពីរដៃរបស់កែរំចង់អីយ៉ាគាត់មួយជើងមួយដៃពីរដៃទៀតកែងមួយទាត់មួយជើងរបស់កែរំចង់អូហូពុតហុចឲ្យកែងដែរតែមិនអាចចូលគៀកគូប្រកួតបានងាយនោះទេគាត់មួយជើងក៏អត់ត្រូវទៀតកែរំចង់ដើរចូលច្រើនត្រូវច្រើនគាត់បន្តជើងក្រោមអីយទប់ជាប់ទេពុតហុចអញ្ញាកណ្ដាលរាប់ពុតហុចហើយអូហូ3យ៉ាងម៉េចហើយ5 6ហ៊ានទៀតទេពុតហុច8ហើយហ៊ានទេទាត់មួយជើងមួយកន្លែងនេះបន្តការប្រកួតទៀតបាទចំផ្លូវឈឺថែមមកដៃទៀតឥឡូវទស្សនាទឹកទី4ទាត់ជើងក្រោមបាទដល់ទឹកទេសម្រាប់កីឡាករពុតហុចអីយ៉ាទាត់កោកែរំចំព្យាយាមទាត់សងទៅវិញទៀតដើរចូលទាត់ជើងក្រោមបន្តទាត់ខ្លាំងវាយសងទៅវិញពុតហុចដើរចូលគាត់មួយជើងផុតពុតហុចវាយច្រើនដែរតែត្រូវតិចតួចទៅលើគូប្រកួតគាត់មួយជើងបាទអត់ត្រូវអត់មានអ្វីគួរឲ្យកត់សម្គាល់ពេលដែលវាយសម្រុកទៅលើកែរំចង់សម្រាប់កីឡាករមង្គលខៀវហើយយ៉ាងម៉េចហើយមួយដៃចំចុងដង្ហើមមួយទៀតអរគុណដល់ស៊ីម៉ង់អិនទ្រីពេជ្រនិងស៊ីម៉ង់អូតជម្រើសល្អបំផុតហើយផ្ដល់រង្វាន់យ៉ាងច្រើនជូនទៅដល់អធិជនក៏ដូចជាដេប៉ូចែកចាយអីយ៉ាមួយជើងនេះរាប់ជាលើកទី2យ៉ាងម៉េចហើយពុតហុចអមាញ់មិញចំពោះទឹក5 6 7អត់អីទេប្រហែលជាអាចដល់ទឹកបាទសម្រាប់កីឡាករបាទមួយជើងនេះហើយបាទរូបភាពយឺតមួយជើងនេះហើយដែលធ្វើឲ្យពុតហុចបាទអោនមុខចុះបាទតែទោះបីយ៉ាងណាក៏ដោយអាចនៅសមទឹកទៀតជូនទៅដល់អធិជនក៏ដូចជាដេប៉ូចែកចាយអនុស្សាវរីយ៍របស់ស្ថានីយ៍គូរគូបាយ័នបាទសូមកុំភ្លេចថ្ងៃសៅរ៍សប្តាហ៍ក្រោយនៅស្ទីឌីយោស្ទឹងមានជ័យនឹងមានការប្រកួតបាទពានរង្វាន់អនុស្សាវរីយ៍ទទួលបាយ័នវេទរង្វាន់51គីឡូក្រាមជុំទី2សម្រាប់ពូល A ឥឡូវទៅថ្នាក់ការប្រកួតបន្តទៀតអីយ៉ាងម៉េចហើយពុតហុចក៏សម្រុកចូលខ្លាំងដែរអីយ៉ាទឹកនេះពុតហុចជួសជុលស្ថានភាពបានប៉ុន្តែមិនដឹងថាអាចធ្វើល្អបានប៉ុណ្ណឹងណានោះទេតែទោះបីយ៉ាងណាក៏ដោយពុតហុចក៏បង្កើនការវាយរបស់គេទៅលើកែរំចង់ដែរគាត់មួយជើងផតទាត់សងទៅវិញក៏អត់ត្រូវដូចគ្នាបាទសូមពីកម្មវិធីមង្គលកីឡាប្រឡាយបាច់គុណម្ដងផ្នែកទទួលបាយ័នសូមទាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើកបរគោរពច្បាប់ចរាចរណ៍រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដើរចូលបន្តទៀត
សម្រាប់ទាត់ជើងក្រោមមួយរបស់រំចង់នៅតែសម្រុកទៅលើគូប្រកួតរបស់គេដដែលបុរសយ៉ាងម៉េចហើយដើរចូលបន្តិចហើយមួយជើងរបស់បុរសអូយដោយដើរទៅឲ្យកែរំចង់វាយទៅលើផ្ទៃមុខសម្រាប់បុរសដើរចូលបន្តទៀតលោកបានម្ដាយទៀតមួយជើងអូយចំកកតែស្រាលមួយដៃពីរទៀតអត់អីទេដើរចូលបាទកម្លាំងចូលឡើងបន្តមួយដៃផុតអីច្រកទៅមកដូចគ្នាទេកែរំចង់ដើរចូលយ៉ាងខែងរែងដល់ថយបន្តិចសម្រាប់កីឡាករបុរុយមួយដៃផុតអីយ៉ាមួយដៃទៀតរបស់អីយ៉ាបុរុយធ្វើបានល្អអត់មិនតែមិនធ្វើកែរំចង់ដើរចូលដតផុតអត់ត្រូវទាត់សងទៅវិញទៀតមួយដៃផុតដើរចូលសម្រុកអាយយប្រាស្នីពិសេសតែធ្វើបានល្អតែទៅបីយ៉ាងណាក៏ដោយក៏សរសើរកីឡាករបុរុយបាទដែលហ៊ានប្រកួតជាមួយកែរំចង់បាទកែងបោះអំបញ្ញមិញនេះឡើងងើដែរបាទសម្រាប់កីឡាករបាទបង្គោលឃីវបាទនៅសល់ជាង40វិនាទីទៀតតែប៉ុណ្ណោះនឹងចប់ទឹកទី5បាទមួយជើងពីរជើងបន្តអីយ៉ាងម៉េចបាទស្រាលមួយដៃពីរដៃបន្តមួយកែងសងទៅវិញបាទមួយកែងទៅមួយកែងមកអត់មានឲ្យលើខ្វះទេហើយចូលបន្តទៀតបាទយ៉ាងម៉េចហើយចលោបាទឃើញថាការប្រកួតលែងសូវលឿនហើយបាទដោយសារចិត្តចប់ទឹកជាង10វិនាទីទីតែប៉ុណ្ណោះនឹងចប់ទឹកទី5ហើយយើងអាចមើលឃើញទាំងអស់គ្នាការវាយថ្ងៃនេះយ៉ាងម៉េចហើយយើងពេលមកអាចដឹងក្នុងចិត្តថាណាមានបន្ទុកបាទនាំមកនៅក្នុងការប្រកួតបាទចប់ទឹកទី5ទៅហើយដូច្នេះសូមលោកអ្នកបានជ្រាបលទ្ធផលខ្លាំងដល់កីឡាករទាំងណាម្ចាស់ពៀនទូទៅបាយ័នសម្រាប់ការប្រកួតរវាងគូឯកទាំងពីរនេះទូរទស្សនិកជនជាទីមេត្រីខ្ញុំបាទសូមអនុញ្ញាតក្រុមអញ្ជើញឧត្តមសេនីយ៍ឯកតែមើលប្រធានសហព័ន្ធកីឡាប្រដាល់ក្រុមអញ្ជើញឧត្តមឡើងមកលើសង្វៀនរបស់យើងដើម្បីផ្ទៀងផ្ទាត់ផលិតផលអនុញ្ញាតក្រុមអញ្ជើញឧត្តមសេនីយ៍ឯកស៊ីនខំចន្ទរងបាទឡើងលើសង្វៀនអនុញ្ញាតក្រុមអញ្ជើញលោកទឹកថាវរិទ្ធអគ្គនាយករងទូរទស្សន៍បាយ័នបាទឡើងលើសង្វៀនអនុញ្ញាតក្រុមអញ្ជើញបាទលោកមីលកាដូហើយក្រុមអញ្ជើញលោកវេតវុធីបាទតំណាងមុនជីមុងបាទឡើងមកលើសង្វៀនរបស់យើងបាទដើម្បីផ្ទៀងផ្ទាត់លទ្ធផលហើយនឹងជូនថវិកានិងពានដល់កីឡាករគូឯករបស់យើងនៅក្នុងឱកាសនេះខ្ញុំបាទសូមជម្រាបជូនដល់ទស្សនិកជននិងទូរទស្សនិកជនផងដែរថាលទ្ធផលខ្ញុំបាទនឹងអានជូនបើសិនជាកីឡាករណានាំមុខ3ចៅក្រមនោះកីឡាករឈ្នះដោយស្វ័យប្រវត្តិមុននឹងអានផលិតផលខ្ញុំបានសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនជីមុងដែលបានសហការគ្នាជាមួយនឹងទូទូបាយ័នយ៉ាងជិតស្និទ្ធហើយនឹងសហព័ន្ធកីឡាប្រដាល់កម្ពុជាបានបង្កើតកម្មវិធីប្រដាល់ជារៀងរាល់ថ្ងៃអាទិត្យថ្ងៃនេះយើងឃើញថាវត្តមានរបស់ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាហើយនឹងគណៈអធិបតីទាំងអស់រួមជាមួយនឹងអគ្គនាយករងរបស់ទូទូបាយ័នក៏បានចូលរួមនៅក្នុងសង្វៀនរបស់យើងដើម្បីធ្វើការផ្ទៀងផ្ទាត់លទ្ធផលសម្រាប់គូឯកនៅក្នុងសប្តាហ៍នេះទស្សនិកជនជាទីមេត្រីលទ្ធផលបានមកដៃខ្ញុំបានហើយនៅពេលនេះខ្ញុំបានអនុញ្ញាតសូមអានជូនអំពីពិន្ទុរបស់អង្គចៅក្រមទាំង5ដែលបានផ្ដល់ពិន្ទុយ៉ាងសក្រិតជូនកីឡាករគូឯករបស់យើងអង្គចៅក្រមទី1គឺអង្គចៅក្រមជួនសំណាងហើយពិន្ទុទៅលើកីឡាករបង្គោលក្រហមកែរំចង់98ពិន្ទុជូនកីឡាករពុតហ៊ុចបង្គោលខៀវ96ពិន្ទុចៅក្រមទី2ចៅក្រមធុនសុធាហើយពិន្ទុទៅលើកីឡាករបង្គោលក្រហមកែវរំចង់98ពិន្ទុបង្គោលខៀវ94ពិន្ទុអង្គចៅក្រមទី3គឺអង្គចៅក្រមវ៉ែនសុផលហើយពិន្ទុទៅលើកីឡាករបង្គោលក្រហមកែវរំចង់99ពិន្ទុ
ពុតហុចបង្គោលខៀវ95ពិន្ទុដូច្នេះម្ចាស់ពានរង្វាន់បានត្រូវគឺកីឡាករកែវរំចង់បង្គោលក្រហមបាទយើងឈានចូលបន្តទៀតបាទសូមអនុញ្ញាតក្រុមជើញបាទឧត្តមស្នេហ៍តែមើលបាទប្រធានសហព័ន្ធបាទបង្គោលពានអនុស្សាវរីយ៍ជូនកីឡាករកែវរំចង់ម្ចាស់ពានអនុស្សាវរីយ៍របស់ទូអាយុនហើយបន្តទៀតអនុញ្ញាតក្រុមអញ្ជើញលោកដិតថាវរិទ្ធអគ្គនាយករងទូអាយុនបង្គោលថាវិការរបស់ទូអាយុនជូនទៅដល់អ្នកឈ្នះហើយនិងអ្នកចាញ់នៅក្នុងកម្មវិធីរបស់យើងបាទសូមក្រុមអញ្ជើញបាទអ្នកឈ្នះបាទថាវិការរបស់ទូអាយុនបាទបន្តទៀតសូមអាដាមស៊ីមខាន់ចន្ទរងបាទបកលថាវិការជូនទៅដល់ពុទ្ធហុចដែលទទួលបរាជ័យនៅក្នុងពេលនេះបាទសូមទះដៃអបអរសាទរដល់កងរំពងបាទសម្រាប់សប្តាហ៍នេះយើងបានឃើញហើយម្ចាស់ពានអនុស្សាវរីយ៍និងថាវិការកិត្តិយសរបស់ទូបយ័នបានទៅលើកីឡាករកែវរំចង់ពីលើក្នុងអាការនេះក៏ថ្លែងអរគុណផងដែរដល់វត្តមានរបស់អាដាមស្នេហ៍អាយតែមើលនិងអាដាមស្នេហ៍អាយស៊ីខាន់ចាំរងប្រធានសហព័ន្ធកីឡាបណ្ដាលនិងលោកទឹកថាវរិទ្ធមួយជំនាញខ្លួនរំបាតដល់សាច់ច្រមុះដល់សាច់កំពុងកស្លាប់ទឹកណាក៏បានដែរដោយប្រើអ្នកតំណងទីតាំងធំនៅក្នុងទីក្រុងភ្នំពេញគង់ហោះនាវត្តកតុយឬក៏ទាត់កាប់ចានទូរស័ព្ទទៅកាន់លេខ097 202 74ដង097 338 74ដងក្រុមហ៊ុនរាជនីមូលិកាខេត្តបាត់ដំបងត្រៀមនៅផ្ទះលេខ062ត្រៀមក្រុងព្រៀបភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ាគួនជាទី3បាត់ដំបងទូរស័ព្ទទៅកាន់លេខទឹកទី1រនវ៉ាន់37307 097 637307ស៊ីម៉ង់អូតគឺជាស៊ីម៉ង់បេតុងដែលតម្រូវតាមបទដ្ឋានឧស្សាហកម្មថៃសម្រាប់ប្រភេទស៊ីម៉ង់សមស្របតាមបទដ្ឋានអាមេរិក ASTM C150 ថៃវ៉ាន់ដោយចេញពីលទ្ធផលនៃការធ្វើតេស្តស៊ីម៉ង់អូតបានបញ្ជាក់ថាជាស៊ីម៉ង់បេតុងមួយបែបប្រកបទៅដោយគុណភាពនិងបទដ្ឋានកម្រិតខ្ពស់ស៊ីម៉ង់អូតរឹងមាំថិតថេរជាអមតៈក្រុមហ៊ុនផលិតកាហ្វេធម្មជាតិស៊ីនវេញយូបានទទួលទិញប្រាច់មុខពីអ្នកចម្ការកាហ្វេនៅខេត្តបៃលិននិងខេត្តមណ្ឌលគិរីនិងលីងកាហ្វេដោយម៉ាស៊ីនប្រូបាតជាប់លំដាប់លេខ1លើពិភពលោកចង់ដឹងច្បាស់ទូរស័ព្ទទៅកាន់លេខ010 011 816 23ដងទស្សនាការប្រកួតប្រវត្តិនពកែវដែលមកព្រះរាជាណាចក្រកម្ពុជានៅក្នុងខែនេះនពកែវពីមុននពកែវញ៉ាំលៀងស៊ីពេជ្រហើយនពកែវក៏ធ្លាប់ញ៉ាំពេជ្រអរុណនពកែវញ៉ាំកីឡាករព្រះរាជាណាចក្រកម្ពុជា2លើកហើយតើមកលើកនេះមកញ៉ាំទៀតឬក៏សុំមកឲ្យគេញ៉ាំម្ដងដូច្នេះដើម្បីស្រាយចម្ងល់របស់ទូរទស្សនិកជនសូមទស្សនាការប្រកួតបង្គោលក្រហមពុតហុចមកពីក្លឹបពុតសេរីវងកីឡាចំណែកឯបង្គោលខៀវកីឡាកររបស់ព្រះរាជាណាចក្រថៃនពកែវញ៉ាំហូបបានមកទៀតបាទថ្មិញនៅល្អចេះតែហូបទៅថ្ងៃណាដកស្គៀមអស់ពីរដោយលោកជីវ័នដល់ថ្ងៃតែហូបលេងឆ្ងាញ់តែបវរក៏ទៅពីលេងចង់កើតដែរបវរលោកហេរ៉ូទៅពីស្ដាំមួយដៃនេះពេញទីភក្ត្រានពកែវបាទពុតហុចធ្វើបានល្អមែនតើហុចហើយឈ្មោះនេះបរោះបាទនៅពីក្មេងពីយំអញ្ចឹងម្ដាយលួងតែហុចណែបាទតំណងល្អទាំងឈ្មោះល្អទាំងក្បាច់គុណប៉ុន្តែមិនទាន់នឹងថាល្អដល់ណាទេព្រោះតែទឹកទី1នៅឡើយ1នាទីចុងក្រោយសម្រាប់ទឹកទី1វែងជលើដើរចូលពុតហុយមិនធ្វើអ្វីទេលេងនពកែវសិននពកែវហូបគ្នាយើងអស់ពីរហើយមកនេះកែងល្អមែនតើទាត់មួយជើងត្រូវបាននពកែវប្រើក្បាច់អីសីបោះលៀនធ្វើឲ្យលៀនរលោងស្អាតតែម្ដងបាត់ឆ្វេងត្រូវបានធាក់មួយជើងឆ្វេងមកវិញឆ្វេងស្ដាំរបស់ពុទ្ធហុយអោបជាប់ទាត់មួយជើងអូហូមិនធម្មតាទេមួយជើងនេះផ្ដាច់ឡាតែតែម្ដងតែនពកែវមិនមែនទិញមួងឈរឲ្យទាត់ណាគ្រាន់តែលឺសម្រាប់ជើងវឹបលឹបក្លាប់បាទចប់ទឹកទី1ចប់ទឹកទី1សនិកជនជាទីគោរពនិងជាទីមេត្រីទស្សនារូបភាពយឺតៗនៅក្នុងទឹកទី1សម្រាប់ការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិរវាងកីឡាករព្រះរាជាណាចក្រកម្ពុជា
ជាមួយនឹងកីឡាករព្រះរាជាណាចក្រថៃគឺបង្គោលក្រហមព្រះរាជាណាចក្រកម្ពុជាពុតហុចបង្គោលខៀវនប់ប៉ាកែវដែលពីមុនមកធ្លាប់ផ្ដួលកីឡាករកម្ពុជា2រូបធ្វើឲ្យពុតហុចនឹងក៏មានការព្រឺក្បាលខ្ញាក់ដែរពេលឡើងមកប្រកួតនឹងមិនទាន់ដឹងថាតើលទ្ធផលទៅជាយ៉ាងណាទេប៉ុន្តែសង្ឃឹមឲ្យនឹងជឿជាក់ថាអាចនឹងធ្វើបាននៅកន្លែងណាមួយហើយឆ្លៀននៅក្នុងឱកាសនេះក៏សូមគ្រប់ថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះអាដាមបងអាដាមសនីឯកនៅសវុនបាទគឺស្ថិតនៅអគ្គបញ្ជាការដ្ឋានអង្គរៈបាទអាដាមបងកំពុងតែមើលគឺទទួលបន្ទុកនាយរងសេនាធិការស្នងការរងប្រតិបត្តិការបាទគ្រប់ផ្ញើជូននៅទស្សនីយភាពនេះជូនដល់អាដាមបងនៅសវុននិងលោកជំទាវក៏ដូចជាបាទបាទនិយាយទៅបងប្អូនមិត្តភ័ក្តិអ្នកដែលកំពុងទស្សនាទាំងអស់នៅក្បែរអាដាមបងហើយនឹងបងខាងកងកម្លាំងអង្គរៈទាំងអស់គ្នាផ្ញើក្តីនឹកកលឹកតែផងកំពុងចូលចិត្តណាស់ឲ្យតែលឺថាអាស៊ីអាគ្នាវាយហ្នឹងគឺមើលជុំបន្ទាប់ពីហាត់បាទអរគុណមែនទែននៅទឹកចិត្តចូលរួមនឹងលើកស្ទួយនៅវិស័យកីឡាប្រដាល់ក្បាច់គុណប្រដាល់តាមពិតទៅផ្សារភ្ជាប់ជាមួយនឹងអាស៊ីអាគ្នេយ៍បាទជាការពិតដូចអាដាមបងនៅសវុនលោកមានប្រសាសន៍មិញដោយសារអត់បានជ្រាបពីព័ត៌មានហ្នឹងកំអីហ្នឹងមានជាការឧបត្ថម្ភដល់កីឡាករជាសម្ភារៈជាផ្សេងបាទជាពិសេសហ្នឹងគឺពិធីករហ្មងដូចថាម្នាក់4ដល់20ម៉ឺនអីចឹងគ្រាន់ចាក់សាំងអីចឹងទៅបាទអរគុណនៅសណ្ដានចិត្តអាដាមបងហើយគ្រប់ផ្ញើជូននៅទស្សនីយភាពនឹងក្តីនឹកកលឹកទៅកាន់អាដាមបងនិងសហការីទាំងអស់ផងចឹងអាដាមបងក៏ផ្ញើសារមកនៅបាទនៅទេកំពុងទស្សនាទីទៀតទី2 round 2កុំភ្លេចឲ្យខ្ញុំមើលសារមកដឹងចំនួនទឹកប្រាក់ពិតប្រាកដអរគុណច្រើនទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីបន្តទស្សនាការប្រកួតជាបន្តទៀតស្ដាំរបស់ពុតហុចជើងស្ដាំមួយជើងថែមដៃស្ដាំមួយដៃទៀតវែងមួយជើងនប់ប៉ាកែវនៅតែសម្លឹងហើយធ្វើមុខឡើងមាំមិនញញើតអីបន្តិចណាសោះទៅលើពុតហុចប៉ុន្តែមិនដឹងថាយ៉ាងណាទេនប់ប៉ាកែវមកជើងនេះមួយជើងឆ្វេងរបស់ពុតហុចទៀតទប់មិនឲ្យនប់ប៉ាកែវដើរចូលមួយជើងស្ដាំរបស់នប់ប៉ាកែវសងស្ដាំមួយជើងវិញរបស់ពុតហុចស្ដាំវែងស្ដាំរបស់ពុតហុចនប់ប៉ាកែវនៅតែតាំងជំហររឹងមាំទឹកមុខមាំមួយជើងស្ដាំរបស់ពុតហុចល្អមែនតែនមិនធម្មតាទេជើងធ្ងន់ណាស់តើពុតហុចអាចមានឱកាសយកប្រាក់លានពីអាឡិចសង់វីស្គី1លានរៀលបានទេហើយលោកមនិតតាំងណាំស្រុនក៏ឧបត្ថម្ភ100,000រៀលសម្រាប់ក្បាច់ពិសេសចន្លោះពីទឹកទី1ដល់ទឹកទី5ហើយអាដាមបងទេពសលីនក៏ឧបត្ថម្ភចំនួន100,000រៀលដល់កីឡាករកម្ពុជាឲ្យតែឈ្នះអត់គិតដល់ទឹកណាទេសូមថ្លែងអរគុណដល់សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភដល់កីឡាករនៃព្រះរាជាណាចក្រកម្ពុជារបស់យើងជាកម្លាំងចិត្តជាការផ្សារភ្ជាប់នៅមនោសញ្ចេតនានិងវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យកីឡាករកម្ពុជាមានទឹកចិត្តសូមលេងហូខ្លាំងមួយមកទស្សនាការប្រកួតបន្តលាត់ជើងបាទទាត់ជើងក្រោមជើងស្ដាំហើយកែងស្ដាំបត់ចូលពេញផ្ទៃភក្ត្រារបស់នប់ប៉ាកែវល្បីថាមាំណាស់យ៉ាងម៉េចទៅហើយពុតហុចដូចជាផ្លាត់ជើងក្រោមឬក៏យ៉ាងម៉េចបាទកុំឲ្យខ្មាស់គេពុតហុចកាត់មួយជើងចូលចាប់តកងយ៉ាងម៉េចបោះជើងក្រោមមួយជើងឆ្វេងរបស់នប់ប៉ាកែវអូហូនប់ប៉ាកែវកាច់ពុតហុចដេកដួលទៅលើពីនៃការប្រកួតតាមមួយជើងខុសត្រូវបាននប់ប៉ាកែវសងវិញ1-2យ៉ាងម៉េចទៅហើយកាច់គេដួលខ្លួនឯងរហូតអញ្ចឹងហើយនេះបាទពុតហុចនៅតែព្យាយាមដើរចូលមួយជើងស្ដាំមួយទៀតយ៉ាងម៉េចចេះបាទពុតហុចអាសាល្អណាស់បាទទឹកទី2ត្រូវបានទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រី
នេះគឺជាទស្សនវិជ្ជារួមនៅក្នុងស្ទូឌីយោនៃការប្រកួតរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ទាំងមូលដែលមានមហាទស្សនិកជនយ៉ាងច្រើនដែលតែងតែគាំទ្រជាពិសេសកម្មវិធីដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍របស់យើងគឺគ្រប់ស្រទាប់វណ្ណៈទាំងអស់ដែលលោកផ្ដល់ការគាំទ្រហើយក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទស្សនារូបភាពយឺតៗនៅក្នុងទឹកទី2កន្លងមកនេះដែលនុបកែវក៏ដូចជាបាទពុតហុចបានប្រើនៅកណ្ដាប់ដៃធ្ងន់ឈឺទៅលើគ្នាទៅវិញទៅមកក៏ដូចជាជើងទាត់ផងឡើងជង្គង់ផងកែងបត់និងស្នៀតពិសេសជាច្រើនទៀតហើយឆ្លៀនក្នុងឱកាសនេះក៏សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅសម្រាប់ការឧបត្ថម្ភពិធីកងនេះដូចរៀងសើមមាត់សើមកសបើមបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអាដាមបងគឺឧត្តមសេនីយ៍ឯកនៅសវុនបាទនាយរងសេនាធិការស្នងការរងប្រតិបត្តិការសឹកបាទសូមអធិស្ឋានដោយសារយឺតយ៉ាវក្នុងការជំរាបបងអញ្ចឹងទៅបងទៅបើកមើលអញ្ចឹងក៏សូមឆ្លៀតឱកាសនេះខ្ញុំបាទរួមជាមួយនឹងលោកគុណជីវ័នសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដែលអាដាមបងបានឧបត្ថម្ភដល់ពិធីករម្នាក់100,000 រៀលបាទអរគុណច្រើនជូនពរឲ្យបងនៅក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលាបាទលោកជីវ័នឲ្យតែថាមានកាដូមកគឺល្វាសរឿងជូនពរហ្នឹងមុនខ្ញុំទៀតបាទព្រោះថាសំខាន់គឺថាអាដាមបងអត់យឺតទេបាទតែស្អីខ្ញុំអត់ប្រាប់ឧបត្ថម្ភតន់ហើយបាទអូឧបត្ថម្ភតន់លេងយឺតអញ្ចឹងបាទលេងយឺតហើយអញ្ចឹងក៏បើកមើលយឺតតិចក៏មិនអីដែរណាបាទអីទេហើយបន្តទៀតនោះតាមភាសាអាដាមបងមិញគាត់មានប្រសាសន៍ថានឹងចូលរួមសហការជាពិសេសហ្នឹងគឺផ្សារភ្ជាប់ជាមួយនឹងវិស័យកីឡាហើយកាន់តែពិសេសទៀតគឺជាមួយស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍របស់យើងតែម្ដងបាទអញ្ចឹងគ្រប់ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអាដាមបងបន្តទស្សនាការប្រកួតបន្តទៀតស្ដាំមួយជើងរបស់ពុតហុចទៅលើនុបកែវស្វែងមួយជើងទៀតនុបកែវនៅតែតាំងឃុំដើរចូលដដែលវែងស្ដាំបត់កែងមួយចូលមុខពេញលន់ណាស់ប៉ុន្តែនុបកែវនៅតែញញឹមឲ្យទាត់ឆ្វេងសងមួយជើងស្ដាំមួយជើងរបស់ពុតហុចជើងធ្ងន់ណាស់ទាត់លឺដល់ក្រៅបោះជើងក្រោមមួយសម្អាតប្រឡាក់តិចវែងស្ដាំមួយជើងស្ដាំឲ្យថែមឆ្វេងស្ដាំទៀតវែងមួយជើងរបស់នុបកែវជាប់ឃុំរបស់ពុតហុចបាទលួចឆ្មក់ផ្ដាច់ចន្ទុលមួយបានសម្រេចនុបកែវវាយឆ្លាតណាស់បាទមិនធម្មតាទេអូហូបាត់កែងមួយទៀតល្អមែនទែនរបស់ពុតហុចទៅលើនុបកែវតាមយ៉ាងម៉េចទៅហើយនុបកែវរៀងទេវវែវចាប់ជើងទាត់មិនបានសម្រេចបោកកែងចូលមួយទៀតទុកជាប់មិនឲ្យឡើងជង្គង់កាច់ផ្ដួលបន្តការប្រកួតវែងចូលគល់ដៅល្អណាស់នុបកែវចាប់បោកផ្ដួលហាមចាប់បោកលក្ខន្តិកៈនៃការប្រកួតមិនឲ្យចាប់បោកមិនឲ្យបែកជើងចូលមួយជើងស្ដាំរបស់ពុតហុចកែងមុខកណូតល្អមែនទែនអោបជាប់បែកបាត់ទៅហើយអូហូធ្វើបានល្អមែនទែនពុតហុចពិតជាពុតហុចមែននុបកែវធ្លាប់តែញ៉ាំពេជ្រអរុណធ្លាប់ញ៉ាំលៀងស៊ីពេជ្រពុតហុចសុំសងស័ក្តិជូនមិត្តភ័ក្តិអ្នករួមអាជីពនឹងរៀមច្បងទស្សនាការប្រកួតបន្តទៀតមិនជាអ្វីវែងស្ដាំជង្គង់ស្ដាំជង្គង់ស្ដាំជង្គង់ឆ្វេងសងវិញរបស់បកែវស្ដាំមួយជង្គង់ទៀតរបស់ពុតហុចបែកស្ដាប់លក្ខន្តិកៈស្ដាប់បញ្ញាកណ្ដាលធ្វើការប្រកួតត្រូវស្ដាប់លោហិតហូរច្រើនណាស់យ៉ាងម៉េចទៅហើយលោកនួនបារាកំពុងតែជូតมันអាចបន្តការប្រកួតបានទេដោយសាររបួសធំពេកបញ្ចប់នៅទឹកនេះទៅហើយទឹកទី3របួសធ្ងន់ណាស់ទស្សនិកជនទស្សនានេះលោកកញ្ញាកណ្ដាលលោកគ្រូពេទ្យកំពុងតែផ្ដាច់បាទអបអរសាទរពុតហុចបាន1លានរៀលពីក្រុមហ៊ុនស្រាលេខសងវីស្គីបាទពុតហុចបាន1លានរៀលការឧបត្ថម្ភ
1 លានរៀលពីអាឡិចសង់វីស្គីហើយក៏បាន100,000 រៀលពីអាដាមបងទេពសាលីនអគ្គនាយកក្រុមហ៊ុនសាលីនសម្បត្តិក៏បាន100,000 រៀលពីលោកបណ្ឌិតតាក់រុនអគ្គនាយកពេទ្យថ្មិញហងនៀកសន្តាគារហងនៀកចាប់គូនេះទៅនៅសល់មកគូចុងក្រោយទៀតបាទនេះរូបភាពយឺតដែលធ្វើបានសម្រេចមួយកែងនេះគឺធ្ងន់កែងឆ្វេងបុកចំគោលដៅធ្វើឲ្យថ្ងាសរបស់នុបកែវរយៈធំរហូតដល់លោកអញ្ញាកណ្ដាលគឺលោកនួនបារាសម្រាប់ចិត្តបញ្ឈប់ការប្រកួតដោយបាទលោកគ្រូពេទ្យបញ្ជាក់មកថារបួសធំពេកមិនអាចប្រកួតបានទេនេះទស្សនាទាំងអស់គ្នាគ្រប់ជ្រុកកែងនេះលឿនមែនតើមើលសឹងតែមិនទាន់កែងឆ្វេងមុខកណូតចូលទៅនេះគឺកណូតនេះបើកលឿនពេកបាទមើលកណូតសឹងតែមិនទាន់បង្គោលក្រហមពុតហុចឈ្នះបង្គោលខៀវដោយបង្គោលខៀវសុំចុះចាញ់នៅក្នុងទឹកទី3ទី1អ្នកប្រដាល់ដែលមានរហស្សនាមថាកណ្ដាប់ដៃថ្មជើងបំបែកប្រតិពីបំបែកប្រតិពីបំបែកផែនដីថ្មខ្លាំងរបស់គាត់ជាអស្ចារ្យហើយនោះក៏មិនធម្មតាដែរគេហៅថាខ្លាកាចាស់មកពីក្រុងទេពមកពីក្រុងទេពមហានគរមកពីបាងកកបាត់ពិសោធន៍ចាស់ញញមិនចាស់ញញទេចាស់ក្រឹកសូមអធិស្ឋានលើការអធិប្បាយលេងសើចក៏សូមមេត្តាខន្តីអភ័យទោសយើងឈានចូលមកដល់គូអន្តរជាតិទី3នេះចាំមើលគុំខៀវពីដៃផ្ទួនទៅលើសុភាក៏កណ្ដាប់ដៃថ្មដូចគ្នាកណ្ដាប់ដៃគេថាធ្ងន់ហ្នឹងប្រភេទថ្មហើយបើកណ្ដាប់ដៃឈើវាយទៅក៏ឈឺដូចគ្នាកណ្ដាប់ដៃជ័រក៏នៅតែឈឺបើកណ្ដាប់ដៃសំឡីបានវាមិនឈឺវាទុនពេញមុខតបស្ដាំខាងក្រោមតបឆ្វេងរបស់សុភាទៅលើគុំខៀវខាងគុំស្ដាំមួយខោឆ្វេងយ៉ាថយតាមទស្សនាថយតាមវចនានុក្រមឆ្វេងតបស្ដាំមួយជើងប៉ះស្មងជើងខោឆ្វេងតាំងឃុំអូបោះជង្គង់ចូលពោះតែតត់ឆ្វេងសងវិញលើកស្មងជើងរងប្រហាសដូចគ្នាធាក់ស្ដាំមួយជើងទៀតតែយើងឃើញថាទឹកទី1នៅសល់ប្រមាណជា1នាទីជាងទៀតតែប៉ុណ្ណោះតត់ស្ដាំខាងក្រោមឆ្វេងលូកម្ដាយចូលថ្ពាល់របស់សុភាបើនិយាយទៅនៅម្ដុំផ្ទះគាត់គេហៅថាឥណ្ឌាលក់មុខគាត់មុខសេរីរ៉ាម៉នរ៉ាយូរ៉ាវីដែរហ្នឹងបាទសតកោរ៉ាម៉នរ៉ាវីរ៉ាឈូរ៉ាយូទៅនៅជាមួយនឹងវិឆ័យក្បែររ៉ាទៀបភ្លើងហេឈ្មោះគាត់បែងតែឆ្វេងនេះរហស្សនាមខាងក្រៅទេមុននឹងសើប្រវត្តិខ្ញុំបានសួរលេងក៏ឆ្លើយគ្នាគាត់លេងហ្នឹងទៅក៏អត់ដឹងខ្ញុំយកមកនិយាយមែនក្រៀកជាប់ទាស់ជើងលោកអញ្ញាកដាលបំបែកបាទលោកឡុងវ៉ាន់ថនតែសោបពាក់កដាលនាទីទៀតបាទសម្រាប់ពាក់កដាល1នាទីទៀតសម្រាប់ទឹកទី1នេះតត់ឆ្វេងធាក់ស្ដាំមួយជើងចូលពោះតត់ឆ្វេងខាងក្រោមហើយយ៉ាម៉ាត់ឆ្វេងតែគុំគៀវថយធាក់ទប់គុំគៀវទាត់ខោស្ដាំមួយចូលគុំលជាស្វ័យទៅតែមិនដឹងគុំគៀវស្ដាំដងខ្លួនម្ដាយទៀតទាត់ឆ្វេងរបស់គុំបាទធាក់ស្ដាំមួយជើងទៀតអើយអូសំលេងហូកជ្រាវចប់ទឹកណារូបភាពយឺតសិននេះឆ្វេងស្ដាំពីដៃខ្លួនអើយអូយគ្រាន់តែមកដល់ស្វាគមន៍មួយជើងងាបរេរបស់ជើងបំបែកប្រតិពីបាទជើងឆ្វេងរបស់សុភាពេលស្ដាំពីដៃផ្ទួនគឺឆ្វេងម្ដាយទៀតចាក់ឆ្វេងមកជើងរបស់បង្គោលខៀវពេលស្ដាំពីដៃផ្ទួនហើយក៏កិច្ចផុតទាត់ឆ្វេងខាងក្រោមធាក់ស្ដាំទាត់ស្ដាំទាត់ឆ្វេងចាប់បានខោឆ្វេងឧបគីបគេហៅថាអាប់ធឺខាត់
វាយសើយធាក់ស្ដាំមួយជើងត្រកងអត់បានសម្រេចទាត់ស្ដាំវាយស្ដាំសងម្ដាយវិញធាក់ស្ដាំក៏ចាប់ជើងបានគុំគៀវកែងបត់តែកែងបត់ណាកែងអត់បត់មានតែកែងបុកគួរបន្តទៀតខោស្ដាំធាក់ស្ដាំធាក់ឆ្វេងចាប់បានអូយមួយជើងនេះលាន់លឺតែផ្លាច់ថែមមួយជើងទៀតខោស្ដាំចូលគុំជាដើរចូលអត់កាន់អត់តាំងឃុំទេតិចត្រូវណាទាត់ឆ្វេងបាញ់មិនឃុំទាត់ស្ដាំចាប់បានទាត់ថែមពីជើងទាត់សងវិញចាក់សងវិញមួយជើងទៀតរបស់សុភាលេខដៃធ្ងន់បោះជង្គង់ស្ដាំជង្គង់មកខាងគេឲ្យពីជង្គង់ចំកញ្ចោញអូនអូយចុកចាក់ស្ដាំទាត់ស្ដាំមួយជើងទាត់ឆ្វេងអូយប៉ះឃុំហើយប៉ះស្មងជើងហើយលើកស្មងជើងឃុំនឹងហើយបាទក្លេក៏ជាប់លោកអញ្ញាកណ្ដាលបំបែងដល់ប្រកួតជាបន្តទៀតទាត់ឆ្វេងម៉ាត់ឆ្វេងសងជង្គង់ឆ្វេងកាច់កវលអីយោដួលទៅទាំងភ្នែនដល់ស្ដាំអីយោអូហូយកាច់បកមិនតាន់ប៊ីហើយចេះញល់ជង្គង់ចាំខាងក្រោយនេះចុកណាធាក់ឆ្វេងបញ្ញាកដាលឲ្យឈប់ឲ្យកុំញល់ទៀតញល់ចាក់ញល់វិញជង្គង់ស្ដាំអូយតងឆ្វេងវិញជង្គង់ឆ្វេងថែមមួយទៀតមកជង្គង់សិតណែនប៉ែដល់ប្រកួតបន្តលោកស្ដាំបោះជង្គង់ស្ដាំខៅស្ដាំចាប់ទឹកទី2ទី3នៅលើពិភពលោករួមជាមួយនឹងបច្ចេកទេសចុងក្រោយរបស់អាល្លឺម៉ង់ម៉ាស៊ីនផលិតស្រាបៀរលំដាប់ថ្នាក់លេខ1នៅលើពិភពលោក Macrones ដែលទើបធ្វើឲ្យគ្រប់ដំណាក់ស្រាបៀរ Gainsberg ពោពេញទៅដោយក្លិនឈ្ងុយស្រូវសលេងឈ្ងុយស្រាបៀរអាល្លឺម៉ង់ឈ្ងុយលើពីស្រាបៀរធម្មតាស្រាបៀរ Gainsberg ផលិតដោយជនជាតិអាល្លឺម៉ង់គុណភាពអាល្លឺម៉ង់ទស្សនាការប្រកួតគូអន្តរជាតិទី3ទឹកទី3បង្គោលក្រហមកីឡាករមើលសុភាបង្គោលគៀវកីឡាករគុំគៀវដើរចូលទៀតគុំគៀវអីយោយកែងមកកណូតធ្វើស្ដាំវាយសើយអូយពីបេដៃដើរចូលទៀតតោះស្ដាំមួយជើងទៀតតែត្រូវមិនស្ងល់ហើយណាត្រូវមកកែងបុកកណូតមិញដើរចូលទាត់ធ្វើខាងក្រោមនិយាយតែចូលទៀតត្រូវបោះផៃទីមើលសុភាទៀតមើលសុភាសមត្ថជាស្រ័យអោបជាប់កែងស្ដាំកែងសងវិញកែងមួយខុសកែងមួយទៀតជង្គង់ឆ្វេងអូយដល់ស្ដាំទាត់ឆ្វេងសងកែងស្ដាំកែងឆ្វេងអើយអូយកែងទៀតអោបជាប់កាច់សុភាអាយ៉ាត្រូវបុកកណូឡើងបាច់ច្រាងប៉ុណ្ណឹងនៅកាច់បានផុយទៀតសុំសរសើរដល់គុំគៀវមែនណាទាត់ឆ្វេងអិចស្ងាបរេបារហើយដាច់ស្ងាបោះជង្គង់ឆ្វេង direct ស្ដាំចូលមុខស្ដាំមួយចូលមុខទៀតឆ្វេងមួយម៉ាត់ចូលមុខខោឆ្វេងខោស្ដាំជង្គង់ឆ្វេងមួយទៀតរបស់គុំគៀវកែងបោះជង្គង់ឆ្វេងខោឆ្វេង direct ស្ដាំ1 2ដូរគ្នាអាយអូយដល់ចូលជង្គង់ឆ្វេងជង្គង់ស្ដាំសូមផ្ដល់កម្លាំងចិត្តខ្លាំងមួយបងប្អូនមុខលដ្ឋាននឹងបាទពេញសិទ្ធយោបាទទាត់ស្ដាំទាត់ឆ្វេងហូវិញហ្នឹងបងកាមេរ៉ាឲ្យជួយចាប់មើលដាក់ហូមកគាត់ហូកជ្រឿមែនតើលួចតិចមើលសូមមួយទៀតស្ដាំមួយកែងមើលខុសជង្គង់ខាងក្រោយអីអូយយ៉ាងនេះមានអីស្រួលទៀតបើត្រូវយ៉ាងនេះបាទអាត្មានេះបែកញើសខ្ចាយ
ព្រឹកថ្ងៃអាទិត្យផងឲ្យសុខភាពល្អអនាគតបវររុងរឿងណាអូយស្កាត់ពីលើសុភាទៀតធ្វើម៉េចទៀតធ្វើម៉េចណាទៅដឹងចាំតទឹកតស្ដាំ3 Revo ស្ដាំរបស់សុភាវាយសើយចូលពេញចូលមកដល់ទឹកទី4នេះវាតត់ឆ្វេងអីយោដួលអូហូយអកធាក់ភ្ញាច់តែម្ដងអញ្ញាកដាចាប់អត់តន់ទេលោកឡុងវ៉ាន់ថនបាទសូមអរគុណដល់ស្រាបៀ Gensburg សម្រាប់រដូវកាល Bundesliga 2014 and 15 Fan Gensburg and Bundesliga ទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ស្រាបៀ Gensburg បាល់ទាត់និងឯកសណ្ឋានក្រុមកម្ពុជារបស់ Bundesliga របស់អាល្លឺម៉ង់ដែលមានស្លាកឈ្មោះរបស់អ្នកដែលជាប់នៅនឹងឯកសណ្ឋានផងដែរទុកអ្នកចូលទៅកាន់ Gensburg Facebook Fan Page រួចចុច Like និង Share ឥឡូវទស្សនារូបភាពពងហូអូយមកកែងនេះតែអត់ពុកជួយស្ដាំបាទសុភីអោបថៃមានជាប់អញ្ញាកដាលបំបែកពិតជាមិនធម្មតាទេកែងមួយស្ពឹកមុខស្ដាំវាយសើយមួយទៀតវាយដងខ្លួនឆ្វេងមួយទៀតតត់ស្ដាំតត់ឆ្វេងវាដងខ្លួនឆ្វេងមួយចូលមុខទៀតរបស់សុភាឆ្វេងបោះជង្គង់ឆ្វេងឆ្វេងអូយហូតាមចង្វាក់លេខសុភកម្លាំងចិត្តខ្លាំងមួយទៀតបាទហូពេញបលឹមឡើងថ្ងៃអាទិត្យមកកាច់ទៅហើយកាច់អីអើយកាច់វាមិនទៅឡើបងឆ្វេងស្ដាំជង្គង់ឆ្វេងជង្គង់ស្ដាំកាច់បតក់មកជង្គង់ទៀតបង្ហើយដល់សល់1នាទីទៀតសម្រាប់ទឹកទី4ឆ្វេងមួយចូលមុខបោះជង្គង់ស្ដាំរបស់គុំគៀវកាច់បច្ច្រាមមកវិញលោកអញ្ញាកដាលចាប់ជាប់ធាក់ឆ្វេងម៉ាត់ឆ្វេងចូលមុខតត់ស្ដាំឆ្វេងមួយចូលដងខ្លួនធ្វើអាម៉េចទៀតមើលមិនទៀតណាទៅដឹងកែងមកផលឡូវណាកែងបកមួយបបាទទួលទៀតឡូវហើយអូយឆ្វេងមួយចូលមុខទៀតពេញស្ដាំមួយទៀតចាប់ជើងបានធាក់ដើម្បីរំដោះជើងចេញវិញធាក់រំលោះជើងចេញមកវិញធាក់ឆ្វេងមួយក៏ខុសគាត់ស្ដាំមួយមកឆ្វេងចូលមុខអូយលោកអញ្ញាកដាលបំបែកអាយ៉ាទស្សនិកជនហូរជ្រាវបាទសូមចាប់មើលតាមមើលទស្សនិកជនក៏សប្បាយណាស់បាទនេះបើសិនជាធំnhưហ្នឹងណាមិនដឹងជាមនុស្សកកកុញប៉ុណ្ណាជង្គង់ឆ្វេងចប់ទឹកទី4ដាច់ប្រត់ហើយណូរ៉នគូអន្តរជាតិទី3ទឹកទី5ដែលជាទឹកដាច់ប្រត់រវាងគោក្រហមមើលសុភាបង្គោលខៀវគុំគៀវហាមធាក់បដាច់ប្រដាប់ការពារបដាប់ឆ្វេងស្ដាំតត់ឆ្វេងអូយពីជើងទួនតត់ឆ្វេងទៀតតត់ស្ដាំតត់ឆ្វេងបាទកីឡាករតែពីររូបនេះសុទ្ធតែកម្លាំងដូចគ្នាត្រូវប្រមាណមកបុកកណូតផងកណ្ដាប់ដៃពេញផងនៅតែមិនអីណាគេថាមុខដៃស្បែកក្រាស់ដៃរហ័សចិត្តហ៊ានតត់ស្ដាំខៅស្ដាំវាយសើទៀតតត់ឆ្វេងវាយសើមួយទៀតអាយចង់កន្លែងឈឺទ្រាំបានអីណាឈឺទ្រាំមិនបានណាសូមអធិស្ឋានឲ្យតវិញណាស្ដាំតត់ឆ្វេងមួយទៀតតត់ឆ្វេងតត់ស្ដាំអីអូយចាក់បំបាយកង់មកជើងអូយឆ្វេងបែកទឹកខ្ចាយណាឆ្វេងជង្គង់ឆ្វេងមួយទៀតជង្គង់ស្ដាំរុញបុកទៅនឹងជ្រុងសៃវៀននេះម្ដាយមកជើងពិតជាញាក់សាច់អូយចាក់ស្ដាំឆ្វេងមួយទៀតខុស
កែងខោឆ្វេងករិកស្រាំឆ្វេងមួយចូលមុខវាសើឆ្វេងមួយទៀតអូយឆ្វេងបាទហូកជ្រាវពេញសៃវៀនវាសើមួយទៀតតតស្ដាមឆ្វេងមួយចូលមុខតតស្ដាមទៅទៀតគុំគៀវត្រូវប៉ុណ្ណឹងដែរចូលអ្នកវេលោកមិនតែដកថយហ្នឹងណាត្រូវប៉ុណ្ណឹងក៏មិនចេះថយឲ្យថយទៅអីបើគេថាអ្នកវេលោកមិនចេះដកថយទៅហើយថយនាំណាខូចក្លីបអីអើយនាំមកខូច credit បាត់បង់ក្លីបហើយចឹងចូលទៀតចឹងតាំងធំលើកដៃមកសិនអាយ៉ាតតស្ដាំខោឆ្វេងអីអូយម្ដាយពេញតែម្ដងបាទចលោឆ្វេងតតឆ្វេងអូយកែងហោះអានេះកែងហើណាកែងហើប៉ះចំកែងហើមិនហើទៅចឹកផ្លក់មួយដល់ហើយចាប់ទឹកទី5មកលើហើយឆ្វេងស្ដាំតតស្ដាំមួយទៀតឆ្វេងចាប់ទឹកទី5ចាប់ទឹកទី5បាទឥឡូវនេះការប្រកួតបានបញ្ចប់ហើយអ្នកគាំទ្រក៏សប្បាយរីករាយមែនទែនសម្រាប់ការប្រកួតដ៏អស្ចារ្យនេះសង្ឃឹមថាបន្តិចទៀតនេះអាជ្ញាកណ្ដាលចៅក្រមនឹងកាត់សេចក្តីយ៉ាងយុត្តិធម៌សម្រាប់ការប្រកួតនៅថ្ងៃនេះអ្នកទេសនានៅទីនេះមានការគាំទ្រចំពោះម៉ឺនសុភាខ្លាំងមែនទែនហើយក៏ជ្រាបឱកាសសូមថ្លែងអំណរគុណចំពោះលោកហូកឹមសៀនបាទជាអនុប្រធាននៃអនុគណៈកម្មការត្រួតត្រងរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជាដែលលោកបានឧបត្ថម្ភដល់កីឡាករម៉ឺនសុភា$50សហរដ្ឋអាមេរិកបាទនេះគឺជាទឹកចិត្តមួយជាការកាយវិការមួយបង្ហាញពីយ៉ាងណាដែរបងប្អូនសម្រាប់លទ្ធផលគូនេះក៏នៅកម្ពុជាតែក្រហមឬខៀវបាទអត់ទេប្រកាសលទ្ធផលយុត្តិធម៌ជូនបងប្អូនបាទសូមរងចាំមើលទាំងអស់គ្នាសូមរងចាំបន្តិចទៀតណាសម័យទូទស្សន៍ចូលបន្តផ្ទាល់ក្រហមឬខៀវតើបង្គោលក្រហមឬបង្គោលខៀវមកខៀវបងប្អូនបាទសូមទាត់ដៃខ្លាំងមួយបងប្អូនបង្គោលក្រហមឈ្នះបង្គោលខៀវដោយពិន្ទុបង្គោលក្រហមម៉ឺនសុភាបាទហើយក៏សូមជំរាបទឹកទី1បាទបន្តទេលោកហេរ៉ូអាឡេសាំងវីស្គីសូមចូលរួមអបអរសាទរថ្ងៃសែនបាទទឹកចិនសូមអតិថិជនទាំងអស់បាទជឿស្រាអាឡេសាំងវីស្គីយកទៅពិសានិងផ្ញើបងប្អូនមិត្តភ័ក្តិហើយសម្រាប់អាឡេសាំងគូនេះទឹកទី1ដល់ទឹកទី3ប្រសិនបើកីឡាករព្រះរាជាណាចក្រកម្ពុជាយើងព្រួលកីឡាករព្រះរាជាណាចក្រថៃឲ្យបោះបង់ចោលការប្រកួតឬក៏សន្លប់ដេកលើសៃវៀនណាបាទគឺពីទឹកទី1ដល់ទឹកទី3ទទួលបាន$1លានបន្ថែមពីស្រាអាឡេសាំងវីស្គីឆ្វេងអូយមួយជើងឆ្វេងទៅម្ដាយឆ្វេងមកណាឆៃឈ្នះនេះណាចៃឈ្នះនេះគឺ1.80 ម៉ែត្រចឹងវែងស្បៃវែងវែងមួយក៏គាត់ថាវែងមើលលខោនៅវែងមួយទៀតគាត់ថាវែងបកែវែងចេះប្រើកម្លាំងប្រើដៃប្រើជើងណាអញ្ចឹងយើងត្រូវប្រយ័ត្នគ្រប់ពេលវេលាអញ្ចឹងអ្នកដែលកពោះប៉ុណ្ណេះហើយចេះវាយប៉ុណ្ណេះមិនធម្មតាទេមិនចេះរ៉ាស៊ីផុយទេណាឆ្វេងស្ដាំពីដៃផ្ទួនបាទពីដៃផ្ទួនរបស់ផលសុភ័ណ្ឌទៅលើឆៃឈ្នះឆ្វេងមួយទៀតឆៃឈ្នះនេះរាសនាមថាឆ្លាមគោកខេត្តសុរិន្ទគាត់ថាលើដីគោកណាឆ្លាមហ្នឹងធាក់ស្ដាំមួយរៀងពិបាកបន្តិចណាដុតស្ដាំពិបាកស៊ីគ្នាបន្តិចវាមិនស៊ីផុយ
មិនយកកីឡាករដំឡូងមូលមកណាមិនយកមកគេថាចូលចិត្តប្តីព្រួលរមួលសំក្រិចម្ដាយពីដៃទៅអូយចុកហើយឡើងងើបរាប់80មិនងើបណានេះអូយយើងក៏ផ្លាត់ស្លៀតក៏ចឹងវិញដូចគ្នាឆ្វេងម្ដាយទៀតឆ្វេងទៀតតត់ស្នាមខាងក្រោមប៉ះស្មងជើងឆ្វេងម្ដាយទៀតលូកឆ្វេងរបស់បង្គោលក្រហមសុភ័ណ្ឌតាមទៀតតត់ស្នាមខាងក្រោមរបស់សុភ័ណ្ឌចាក់ស្ដាំបាទតត់ឆ្វេងមួយជើងទៀតតាំងឃុំសិនមួយព្រោះត្រូវប្រមាណដៃហ្នឹងឆៃចណៈក៏មិនខ្ចីថយទេណាតត់ស្ដាំខាងក្រៅមួយវិញងក់ក្បាលលូកស្ដាំអាយ៉ាកាយផោះមកវិញតត់ស្ដាំចាប់យកមកស្ដាំមួយទៅតត់ឆ្វេងថែមួយទៅអូហេលឿនដូចគ្នាបាទដូច្នេះបាទយើងឃើញថាសិតតែជាកីឡាករមួយដែលប្រើប្រាស់នៅបច្ចេកទេសនៃការប្រកួតអាយ៉ូហេឆ្វេងម្ដាយនេះគេហៅថាសើយមុខតែម្ដងតត់ឆ្វេងចាប់ទឹកទី1មួយបងប្អូនសម្រាប់ទី2ដែរបាទបងប្អូនកីឡាបាទទស្សនាការប្រកួតទឹកទី2បន្តទៀតឆ្វេងពីដៃផ្ទួនស្ដាំមួយដៃទៀតឆ្វេងទៀតដុតស្ដាំថែមពីយើងធាក់ឆ្វេងមួយជើងទៀតឆ្វេងស្ដាំចូលពោះពេញឆ្វេងមួយចូលមុខឆ្វេងមួយទៀតចូលមុខលុកឆ្វេងសងវិញតត់ឆ្វេងតត់ស្ដាំខាងក្រោមឆ្វេងត្រេកស្ដាំសងស្ដាំមួយដៃវិញកែឆ្វេងតត់ស្ដាំមួយជើងថែមឆ្វេងស្ដាំមួយដងខ្លួនលោកឆ្វេងរបស់ឆៃឈណៈតត់ឆ្វេងតត់ស្ដាំលូកស្ដាំម្ដាយទៀតស្ដាំមួយចូលដងខ្លួនតាមជាយាមតាមឆ្វេងស្ដាំពីដៃទួនតត់ឆ្វេងទៀតតត់ឆ្វេងសងថែមស្ដាំតែសព័ន្ធចូលមកនេះគឺថារុលចូលដើម្បីកុំឲ្យមកលៀនរៀលវាផុតពីខ្សែចក្ខុរបស់បងប្អូនយើងដែលទស្សនានៅទីនេះបើសិនជាព្រួលឲ្យសម្រាប់ឬបោះបង់ចោលការប្រកួតទឹកទី1ដល់ទឹកទី3គឺថាឯណែបាទគឺផលចំណេញហ្នឹងគឺបានច្រើនបាទហើយយើងចាប់អារម្មណ៍ឃើញថាសរសើរដល់អ្នករៀបចំនៃការប្រកួតប្រចាំខែរបស់យើងលោកជីវ័នចេះរស់នៅកីឡាករសុទ្ធតែមានទឹកដៃឆ្វេងជើងហើយសមត្ថភាពមកក្នុងការប្រកួតធ្វើឲ្យមានការជួយចិត្តមែនទែនពីសម្រាប់ពីសំណាក់ទស្សនិកជនដែលជាអ្នកទស្សនាណាបាទអញ្ចឹងគូនេះគឺថាយើងមើលទៅយើងកុំឲ្យនិយាយថាបាច់យើងគុណយើងបកកែគេក៏បកកែដែរគេថយលីបន្តិចដែរមិនអីវិញណាពេញមុខវិញសងវិញឆ្វេងស្ដាំទួនលោកស្ដាំម្ដាយទៀតកណ្ដាប់ដៃក៏គ្មានមេត្តាដូចគ្នាតើមានកណ្ដាប់ដៃអ្នកផ្ដាល់ណាមេត្តាទេមានដែរនៅពេលដែលវាយឲ្យដកវិញដកឆ្វេងដកឆ្វេងសងស្ដាំមួយចូលមុខខោឆ្វេងកែងដល់ចលោដកឆ្វេងធាក់ស្ដាំអូហងអើយសំទោសណាសំទោសមិត្តភក្តិឲ្យគ្នានៅសរិននឹងគ្នាចេះខ្មែរដែរនោះនេះនិយាយបៃឡាំគាត់និយាយបានខ្លះហើយស្ដាំពីដៃហើយឆ្វេងទៅស្ដាំឆ្វេងធាក់ស្ដាំឆ្វេងពីដៃផ្ទួនធាក់ឆ្វេងស្ដាំចប់ទឹកទី2គូអន្តរជាតិទី2ទឹកទី3 round 3
ទស្សនាការប្រកួតទឹកទី3ជាបន្តទៀតរវាងកីឡាករផលសុភ័ណ្ឌនិងកីឡាករអូយសុភ័ណ្ឌជង្គង់ឆ្វេងនេះអាមសាបកជង្គង់ឆ្វេងទៀតជង្គង់ឆ្វេងទៀតអូកែរូបប្រកួតជាបន្តបាទហើយឆ្លៀននៅក្នុងឱកាសនេះក៏សូមអរគុណដល់លោកហូកំសៀនអនុប្រធានអនុកម្មការគ្រប់គ្រងសហព័ន្ធកីឡាបណ្ដាលក៏បានចូលរួមឧបត្ថម្ភដល់ពិធីករគឺលោកជីវ័ននិងលោកហេរ៉ូម្នាក់ចំនួន$20ក៏សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកហូកំសៀនអនុប្រធានអនុកម្មការត្រួតត្រងសហព័ន្ធកីឡាបណ្ដាលកម្ពុជាយើងសូមជូនពរសូមឲ្យលោកសំប្រកបតែសេចក្តីសុខទទួលបាននៅជ័យជំនះគ្រប់ភារកិច្ចថ្មីបន្ថែមទៀតសូមអរគុណដល់លោកហូកំសៀនទស្សនាការប្រកួតទឹកទី3ស្ដាំសងវិញអូហូយបាទគួរតែអបអរសាទរដល់គូនេះបាទសូមអបអរសាទរដល់កីឡាករខ្លាំងទាំងអស់គ្នាហើយឃើញថាកំពុងតែជក់ចិត្តដល់អារម្មណ៍មែនទែនហើយនេះស្ដាំមួយទៀតរបស់សុភ័ណ្ឌជង្គង់ឆ្វេងរបស់សុភ័ណ្ឌជង្គង់ស្នាមរបស់ឆៃឈណៈធ្វើមិនទៀតណាដឹងជង្គង់ឆ្វេងមួយទៀតជង្គង់ស្ដាំមួយទៀតពីខាងក្រោយអាយយព្រឹកញ៉ាំហើយឆ្វេងស្នាមពីដៃផ្ទួនកែងមួយទៀតអូយជង្គង់ស្នាមមួយទៀតអូយបាទយ៉ាងនេះសូមលោកសាទរខាងរបស់គ្នាម្ដងទៀតកាច់តត់ស្នាមខាងក្រោមកាច់ទៅអូយកាច់មកកែងនេះជង្គង់ឆ្វេងមួយទៀតអត់អីអត់ស្លាប់អូយជង្គង់ទៀតជង្គង់ទៀតអូយជង្គង់ទៀតអូយបាទជង្គង់ស្ដាំទៀតជង្គង់ឆ្វេងទៀតរុញកទៀតសល់50វិនាទីទឹកទី3ណាផលសុភ័ណ្ឌធ្វើបានដែរឬក៏អត់ជង្គង់ស្ដាំកាច់សុភ័ណ្ឌឲ្យដួលវិញទៀតមើលទៅសង្ស័យអត់សង្ស័យថាអត់បានអីកំដរកសានអារម្មណ៍លៀននឹងទៀតទេជួយស្ដាំដតស្ដាំសងរុញកជង្គង់ឆ្វេងហើយក៏ជង្គង់ឆ្វេងទៀតធ្វើមកទៀតជង្គង់ឆ្វេងទៀតអូយជង្គង់ស្ដាំអូយបាក់លោមកតែខ្ញុំបាក់តែខ្ញុំអត់ស្លាប់ធ្វើអីខ្ញុំតែខាងខ្ញុំអត់ស្លាប់អបាយធ្វើមិនឲ្យខ្ញុំស្លាប់ចាមិនដឹងធ្វើមិនឲ្យចាវាយទៅណាអើយស្ដាំម្ដាយទៀតអូយអូហូទី3ហូមួយសាប់ទៅគេសាប់មកវិញទម្លាក់អណ្ដាតដូចគ្នាប៉ុន្តែមិនអីទេទោះបីជាមិនបាន1លានរៀលពី Alexander Whisky ក៏ប្រសិនបើករណីដែលគាត់ឈ្នះក៏នៅតែមានការឧបត្ថម្ភពីបណ្ដាសប្បុរសជនជាច្រើនទស្សនាបន្តបាទទាត់ឡើងក្រហមខ្លួនកែងឡើងក្រហមខ្លួនដាក់ដៃឡើងក្រហមខ្លួនឲ្យមុខឡើងក្រហមទៀតតែឆៃឈណៈនេះពិតជាស៊ូបានទេស៊ូបានគេស្នាមពីដៃទួនអូយ3-4ដៃណាយ៉ាងនេះពិតជាអស់ទោះរបស់គាត់មែនផលសុភ័ណ្ឌតែបើស្លាប់ទឹកនេះណាសុភ័ណ្ឌហើយទុកឈ្នះបន្ទុកទៅព្រោះយើងតែធ្លាក់ហើយគេវាយវិញណាឆ្វេងទៀតស្នាមពីដៃផ្ទួនអាយយកែងរបស់សុភ័ណ្ឌជាមួយឆៃចណៈឆ្វេងទៀតស្នាមមួយដងខ្លួនទៀតអូយអាយ៉ាអូយម្ដាយនេះបាច់ទឹកចាយ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
បាទអូព្យាយាមងើបមែនតែងើបមិនរួចបាទបាទលោកជីវ័នយើងសង្កេតឃើញថាជារឿងសយសម្រាប់បាទកីឡាករព្រះរាជាណាចក្រកម្ពុជារបស់យើងគឺផលសភ័ណ្ឌណាយើងអាចស្ទាបស្ទង់មើលដឹងបើនិយាយទៅសុំកាត់លោកហេរ៉ូតិចគឺថាគ្នានឹងឈ្នះហើយតែមិនថាសយទេតែគ្រាន់តែមិនមានសម្លាងជាការពិតគឺសយស្រង់ថាបុកតាំងពីទឹកទី1ដល់ទឹកទី3មិនខ្ចីសន្លប់មកសន្លប់
ចូលក្បាច់ពិសេសគឺកែងបត់នេះគឺជារូបភាពយឺតទប់លេងបានបាទគឺចំគុំទៅជាមួយទំហឹងបែកទឹកខ្ចាយគឺថាគ្រប់គ្រងស្ថានភាពលេងបានបោះបង់ចោលការប្រកួតនៅក្នុងបាទទឹកទី4តែម្ដងនេះបើគេដាច់ផ្កាហ្មងម្ដាយហ្នឹងចំពេញខ្លាំងពេកលោកជីវ័នបាទនេះកែងមកពេញមួយកែងបាទកែងបត់នេះគឺធ្ងន់ខ្លាំងមែនទែនចូលណែនអត់មានចង់និយាយថាអត់មានអីទប់ស្កាត់តិចតួចសោះណាបើយើងមើលមិនស្រួលយើងថាដៃណាមិនមែនទេនេះកែងបត់បាទគឺនេះកែងផោះហ្មងណាបត់នេះអូហូតែម្ដងបាទយ៉ាងនេះណាធ្ងន់ណាអញ្ចឹងផលសុភ័ណ្ឌក៏ទទួលបាននៅប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែមទៀតចំនួន100,000 រៀលពីអាដាមទេពសាលីនអគ្គនាយកក្រុមហ៊ុនសាលីនសម្បត្តិបាទសូមអញ្ជើញទស្សនាបាទគូខ្សែក្រវ៉ាត់ទី4បាទទឹកទី1បាទក្រហមម៉ាប់ឆាយាបង្គោលខៀវបាទឃីមឌីម៉ាបាទចំណាយលោកអញ្ញាកដាក៏លោកអេភូថងអ្នកមិនដែលឈ្នះប៉ះអ្នកមិនដែលចាញ់បាទគូនេះម៉ាប់ឆាយាអត់ដែលឈ្នះទេបាទខណៈដែលឃីមឌីម៉ាមិនដែលចាញ់នៅស្ទាបស្ទងគ្នាដល់ឡាយទេបាទទឹកទី1ហើយណាមួយបាទបង្គោលក្រហមឆៃយ៉ាមិនទៅហ៊ានចូលបដូរជាមួយនឹងឌីម៉ាប្រហែលទេព្រោះថានៅវាយលក្ខណៈស្ទាបស្ទងឲ្យប្រោះបាទដើម្បីស្ទាបស្ទងថាឌីម៉ាខ្លាំងប៉ុណ្ណាបាទភាក់ស្ដាំរបស់ឌីម៉ាអូយទៅបាត់ហើយមកជើងធាក់មកជើងបាទឆៃយ៉ាបាទទស្សនារូបភាពបញ្ជាក់អូមកជើងចំដងខ្លួនបន្តការប្រកួតបានដល់សល់1នាទីបាទឌីម៉ាអាចដួលបានទឹកមួយនេះបាទបដៃស្ដាំរបស់ឌីម៉ាគង់ស្ដាំឌីម៉ាទៅហើយប្រើតែបាទចេញកម្លាំងខ្លាំងមកជើងហ្នឹងមកជង្គង់ឲ្យមកដៃតែធ្ងន់ជង្គង់មិនមកទស្សនវិជ្ជាយឺត10ហើយនេះពេញអូយមិនអាចទៅរួចជាមួយឌីម៉ាបានទេដូច្នេះឌីម៉ាក៏បន្តការឈ្នះរបស់គាត់ទៀតហើយបាទដល់ឈ្នះលើម៉ាប់ឆាយាផ្ដួលក្នុងទឹកទី1គណៈដែលម៉ាប់ឆាយាមិនដែលទទួលថាជ័យជំនះម្ដងណាឡើយក្នុងការប្រកួតខ្សែក្រវ៉ាត់បាទរបស់ក្រុមហ៊ុនត្រាបៀភ្នំពេញនេះបាទទស្សនារូបភាពបញ្ជាក់បាទគាត់បុកជង្គង់ទំនងមែនតើបាទទស្សនារូបភាពយើងបញ្ជាក់មួយសារទៀតបាទជាលទ្ធផលបង្គោលខៀវបាទឃីមឌីម៉ាផ្ដួលបង្គោលក្រហមម៉ាប់ឆាយាឲ្យសុំចោះចាញ់នៅក្នុងគេថាឥឡូវនេះចូលដល់គូជក់ចិត្តហើយបាទ5ប្រកួតកន្លងទៅអ្នកទាំងពីរមិនស្គាល់ពាក្យថាចាញ់ទេគឺ
អ្នកទាំងពីរឃីមឌីម៉ា5ប្រកួតឈ្នះទាំង5 15ពិន្ទុស្មើទៅនឹងណែនវណ្ណាក៏ខ្ញុំបាទក៏សូមជូនប្រវត្តិរូបសង្ខេបរបស់អ្នកទាំងពីរក៏ឃីមឌីម៉ាអាយុទើបតែ22ឆ្នាំទេកម្ពស់ 1.72 ទម្ងន់63គីឡូក្រាមកន្លះធ្លាប់ប្រកួតចំនួន58ដងឈ្នះ51ដងចាញ់4ដងស្មើ3ដងនិងដួលដៃគូតស៊ូឲ្យ KO 17ដងមកពីក្លឹបប្រដាល់រស្មីភូមិគៀបខេត្តបន្ទាយមានជ័យបាទស្រុកកំណើតគឺនៅខេត្តបន្ទាយមានជ័យផ្ទាល់តែម្ដងគ្រូបង្ហាត់គឺលោកហេងប៊ុនឃឹមដែលជាឪពុកបង្កើតបាទប្រកួតចុងក្រោយឈ្នះស្រុកចិនដាដោយពិន្ទុចំណែកណែនវណ្ណាវិញបាទអាយុ24ឆ្នាំបងឃឹមឌីម៉ា2ឆ្នាំកម្ពស់គឺបាក់បែរគ្នា 1.72 ទម្ងន់63គីឡូក្រាមកន្លះដូចគ្នាធ្លាប់ប្រកួតបាទច្រើនជាងឃឹមឌីម៉ាគឺ50បាទទឹកជាងឃឹមឌីម៉ាតែមួយលើកទេបាទគឺ57ដងឈ្នះ41ដងមិនដែលស្មើចាញ់16ដងនិងគ្រូដៃគូតស៊ូឲ្យ KO បាទ11ដងមកពីក្លឹបប្រដាល់កងពលធំអន្តរកម្មលេខ3ប្រាសាទព្រះវិហារស្រុកកំណើតគឺនៅខេត្តកណ្ដាលស្រុកមុខកំពូលបាទគ្រូបង្ហាត់គឺលោកឡាវវុធីប្រកួតចុងក្រោយឈ្នះដូចគ្នាគឺឈ្នះវីវ៉ាបាចាដោយពិន្ទុបាទនៅទាំងពីរថ្ងៃនេះនឹងមានម្នាក់ហើយស្គាល់ពាក្យថាចាញ់នៅក្នុងប្រកួតលើកទី6នៅក្នុងវគ្គសន្សំបន្ទុកដើម្បីឈានទៅដណ្ដើមខ្សែក្រវ៉ាត់របស់ស្រាបៀរភ្នំពេញប្រភេទទម្ងន់63គីឡូក្រាមកន្លះបាទនេះជាប្រវត្តិរូបសង្ខេបអ្នកទាំងពីរបាទកម្ពស់ស្មើគ្នាអាយុកីឡាករណេនវណ្ណាបង2ឆ្នាំចំនួនប្រកួតគឺណេនវណ្ណាតិចជាងឃឹមឌីម៉ាតែមួយលើកគត់ការឈ្នះឃឹមឌីម៉ាគឺឈ្នះច្រើនជាងណេនវណ្ណាបាទទឹកទី1ចាប់ផ្ដើមគូនេះពិតជាជក់ចិត្តព្រោះថាអត់តែចាញ់ដូចគ្នាក្នុងការប្រកួតដណ្ដើមយក3ពិន្ទុក្នុងមួយប្រកួតបាទបើសិនជាអ្នកទាំងពីរអ្នកណាឈ្នះទទួលបាន3ពិន្ទុបន្ថែមគឺកក់ក្ដៅទៅទាត់មកជើងស្ដាំរបស់ឃឹមឌីម៉ាលើកជើងរៀងខ្លួនមកជើងស្វាគមន៍ទឹកមួយឃឹមឌីម៉ាក៏អត់សូវហ៊ានចូលដែរបាទណេនវណ្ណាគឺជាកីឡាកររូបដែលល្អមែនទែនក្នុងការប្រើប្រាស់ចង្គង់ក៏ដូចជាកែងតែឃឹមឌីម៉ាលោកអ្នកស្គាល់ហើយគឺជាកីឡាករដែលល្បីក្នុងការប្រើកែងចង្គង់ក៏ប៉ុនប្រសពទៀតតត់មកជើងពីណេនវណ្ណាតត់មកជើងខាងក្រោមវិញតែដល់ទេណេនវណ្ណានៅត្រឹងឃឹមឌីម៉ាក៏នៅត្រឹងដែរត្រឹមតែតត់ទៅតត់មកតែមកជើងទេតខាងក្រោមយឡូទល់ដៃក៏មិនដែរមិនទាន់ធ្វើអីណេវណ្ណាធាក់ខាងក្រោមទៅលើជើងឃឹមឌីម៉ាបាទឌីម៉ានៅត្រឹងណេវណ្ណាចឡូវាយទៅលើមុខម្ដាយតត់មកជើងទៀតស្រាលដល់ពេលវេលាកន្លងទៅ1នាទីជាងក្នុងទឹកទី1អ្នកទាំងពីរនៅតែមកដុំនៅតែមកកន្លែងប្រកួតទីបន្តទៀតទល់ម្ដាយស្ដាំទល់ដៃដើរចូលខ្ទាត់ដៃចាប់កាច់ណេនវណ្ណាក៏រុញឃឹមឌីម៉ាចេញមិនទាត់មកជើងពីឃឹមឌីម៉ាឃឹមឌីម៉ាពីមុនសក់វែងដល់ឥឡូវនេះសក់កាត់ឡើងខ្លីតខាងក្រោមតាំងឃុំអត់ធ្វើអីទេអ្នកទាំងពីរទាត់មកជើងស្ដាំចាប់ជើងជាប់តែឃឹមឌីម៉ាវាយម្ដាយឆ្វេងទៅលើមុខទាត់មកជើងស្ដាំវិញម្ដាយរបស់ឃឹមឌីម៉ាមានកម្លាំងខ្លាំងជាងឲ្យឡងឡើងពេញតាំងឃុំពេលវេលាសល់50វិនាទីទៅទឹកមួយទល់ដៃបញ្ឆោតមួយពីឌីម៉ាបាទទល់ដៃណេនវណ្ណាក៏រៀនកញ្ជ្រោលខ្លាំងដែរដល់ចូលតខាងក្រោមដល់ចូលសម្រាប់ឃឹមឌីម៉ាទល់ដៃណេនវណ្ណាទល់ដៃចលោខាងក្រោមហើយម្ដាយដុតមកជើងឆ្វេងចូលខៅម្ដាយឆ្វេងស្ដាំទៅលើមុខរបស់ឃឹមទៅលើមុខរបស់ណេនវណ្ណាព្យាយាមជាងអូម្ដាយនេះតែអត់ដល់គិតផុតនេះត្រឹមតែទឹកទី1ទេវាម្ដាយឆ្វេងរបស់ណេនវណ្ណាវាសងរបស់ឌីម៉ាដុតមកជើងស្ដាំ
ទប់មកជើងឆ្វេងសវិញខាងម្ដាយស្ដាំរបស់គីមនីម៉ាវាម្ដាយអូម្ដាយនេះអូយម្ដាយស្ដាំធ្វើឲ្យណេនវណ្ណាវល់បាទបាត់ស្មារតីលោកអញ្ញាកណារៀមកសារាប់ទៅលើណេនវណ្ណាម្ដាយនេះគឺចុងទឹកទី1ធ្វើឲ្យណេនវណ្ណានេះសើបាទនេះរូបភាពបញ្ជាក់ម្ដងទៀតម្ដាយទៅវិញណាហើយក៏ម្ដាយស្ដាំចំគុំធ្គាមធ្វើឲ្យលោកអញ្ញាកណារាប់ទៅលើណេនវណ្ណាអូហិញទៅហើយក៏នេះម្ដាយស្ដាំរបស់ឃីមនីម៉ាគឺពេញទៅលើគុំធ្គាមអូយហើយលោកអញ្ញាកណារៀមកសលទៅសួរណេនវណ្ណាស្វាងហើយឬនៅអាចបន្តការប្រកួតទៀតបានអត់ក៏មិនដែរណេនវណ្ណាចិត្តជាអ្នកប្រដាល់គឺត្រឹមតែប៉ុណ្្នឹងគឺអត់បញ្ហាអាចប្រកួតទៀតបានដល់ទឹកទី2ជាជំនួបលើកដំបូងរវាងអ្នកទាំងពីរបាទអ្នកទាំងពីរអត់ធ្លាប់ប៉ះគ្នាទេពីមុនមកនេះជាលើកទី1ហើយបាទទឹកទី2សង្ឃឹមថាណេនវណ្ណាមិនធ្វើឲ្យលោកកញ្ញាកណារាប់ទៀតទៅចុះតែមិនទាន់ដឹងទេប្រទេសស្ដាទាំងអស់គ្នាដើមទឹកទី2ក៏មិនសូវហ៊ានខាងណាខៀវក៏មិនសូវសម្រុកក្រហមក៏មិនសូវសម្រុកតត់មកជើងខាងក្រោមពីណេនវណ្ណាវាបំពុកគុំចង្គង់របស់ណេនវណ្ណាព្យាយាមកាចគីមនីម៉ាព្យាយាមបោះដៃចេញចង្គង់របស់គីមនីម៉ាចង្គង់ណេនវណ្ណាវិញចង្គង់ណេនវណ្ណាចាប់គ្រាចង្គង់លោករៀមកសលបំបែកអ្នកទាំងពីរពេលវេលាកន្លងទៅ1នាទីត្រឹមតែ2 3ចង្គង់ទៅមកបាទទល់ដៃអូយម្ដាយឆ្វេងស្ដាំទៅលើមុខឆ្វេងម្ដាយទៀតហើយណេនវណ្ណាដើរចូលចង្គង់ចាប់ដៃរបស់គីមនីម៉ាចង្គង់អូយវាយម្ដាយស្ដាំទៀតអូលោករៀមកសលបំបែកបាទកណ្ដាប់ដៃគីមនីម៉ាថ្ងៃនេះគឺខ្លាំងមែនទែនវាទៅលើឃុំខាងម្ដាយស្ដាំតែអត់ដល់ចង្គង់របស់គីមនីម៉ាចាប់កាច់ណេនវណ្ណាចង្គង់ទៅជាមួយដែរហើយលោកអញ្ញាកណាគាត់រាប់ជាលើកទី2បានបាទរាប់ជាលើកទី2ទៅលើណេនវណ្ណាព្រោះណេនវណ្ណាមើលទៅស្ថានភាពគឺចាប់មែនទែនក៏បណ្ដាណេនវណ្ណាចិត្តតស៊ូងក់ក្បាលអាចបន្តការប្រកួតទៀតបានបាទលោកអញ្ញាកណាកំពុងតែមើលអូអត់បន្តការប្រកួតទៀតបងដើមទឹកទី2ណេនវណ្ណាបោះបង់ការប្រកួតអូយសោកស្ដាយមែនទែនណេនវណ្ណាត្រូវកណ្ដាប់ដៃរបស់ឃីមនីម៉ាច្រើនបាទតាំងទឹកទី1មកនេះម្ដាយនេះខុសអូយបើសិនជាត្រូវម្ដាយឆ្វេងនេះទៀតដឹងតែស្លាប់ហើយចង្គង់ឆ្វេងមួយទៀតអូយទាំងចង្គង់ទាំងដៃរបស់ឃីមនីម៉ាគឺល្អនេះកន្លែងនេះចាប់កាច់ឲ្យគាត់ចង្គង់មកចង្គង់ទៀតហើយក៏លោកអញ្ញាកណាក៏ខាត់ថាមើលទៅស្ថានភាពរបស់ណេនវណ្ណាគឺបាត់បង់ស្មារតីហើយបាទរាប់ដល់10ណេនវណ្ណាមិនបន្តការប្រកួតទៀតទេបាទដូច្នេះអ្នកដែលទទួលបាន3បន្ទុកបន្ថែមគឺឃីមនីម៉ា6ប្រកួតមិនដែលស្គាល់ពាក្យថាចាញ់ទេហើយជំនួបលើកទី1រវាងអ្នកទាំងពីរគឺឃីមនីម៉ាបានយកឈ្នះទៅលើណេនវណ្ណាជាលើកដំបូង